បាទសូមជម្រាបសួរលោកស្រីវិជ្ជបណ្ឌិតពងឈៀវកែកបាទចាជំរាបសួរលោកសុផលអរគុណលោកស្រីដែលបានអនុញ្ញាតឲ្យខ្ញុំបាទជាអ្នកយកព័ត៌មានឲ្យវិទ្យុបារាំងអន្តរជាតិ RFE បានជួបសម្ភាសនៅពេលនេះបាទលោកស្រីពងឈៀវកែកជាប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សហៅកាត់ថាលីកាដូមុននឹងឈានចូលទៅដល់ដំណើរជីវិតរបស់លោកស្រីខ្ញុំសូមជម្រាបសួរអង្គការលីកាដូនឹងធ្វើសកម្មភាពទៅលើអ្វីខ្លះបាទចាសូមអរគុណណាលោកចាអង្គការលីកាដូនឹងគឺទីដំបូងយើងបង្កើតនៅប៉ារីណានៅស្រុកបារាំងចាពេលនោះដោយសារយើងឃើញមានកិច្ចព្រមព្រៀងទីក្រុងប៉ារីនឹងចុះហត្ថលេខានៅទីក្រុងប៉ារីថ្ងៃ$23ឆ្នាំ1991ហើយឃើញថានៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីនោះមានភាគីខ្មែរក្រហមអញ្ចឹងយើងក៏បានស្រុះស្រួលគ្នាមិត្តភ័ក្តិប្រមាណអ្នកហ្នឹងធ្វើបង្កើតអង្គការលីកាដូទី1ពេលនោះតាមដានមើលសកម្មភាពរបស់ខ្មែរក្រហមព្រោះយើងនឹកឃើញថាខ្មែរក្រហមខ្លាចក្រែងលោត្រឡប់មកស្រុកខ្មែរវិញហើយធ្វើសកម្មភាពមិនល្អដូចកាលពីអតីតកាលពេលដែលអង្គការសហជាតិរៀបចំបោះឆ្នោតយើងធ្វើសកម្មភាពជួយបង្រៀនបងប្អូនយើងពីរឿងសិទ្ធិមនុស្សហើយពីរឿងត្រូវបោះឆ្នោតរបៀបយ៉ាងម៉េចហេតុអ្វីបានបងប្អូនលោកត្រូវតែអញ្ជើញមកបោះឆ្នោតមុននឹងឈានចូលមកដល់ការបង្កើតអង្គការលីកាដូនេះឃើញថាមានការតស៊ូវែងឆ្ងាយងាកមកមើលដំណើរជីវិតរបស់លោកស្រីវិញតើយ៉ាងដូចម្តេចដែរបាទខ្ញុំកើតនៅភ្នំពេញណាថ្ងៃ4ខែ10ណាឆ្នាំ1942ហើយខ្ញុំជាកូនច្បងរបស់លោកឪពុកខ្ញុំឈ្មោះពងពេញជែងអ្នកម្ដាយខ្ញុំឈ្មោះស៊ីវអេងតុងចាហើយខ្ញុំមានប្អូនស្រីតែមួយទេឈ្មោះពងជឿហៀងហើយប្អូនស្រីខ្ញុំចេះតែនឹកឃើញថាយើងត្រូវធ្វើអ្វីមួយដើម្បីប្រងើប្រជាពលរដ្ឋប៉ុន្តែយើងមិនចង់ធ្វើនយោបាយពេលហ្នឹងយើងពីរអ្នកបងប្អូនក៏នាំគ្នារៀនពេទ្យថាចង់ជួយស្ត្រីនិងកុមារប៉ុន្តែអកុសលដល់ខ្ញុំជាប់ជាពេទ្យហើយ68ខ្ញុំមកធ្វើការនៅប្រទេសកម្ពុជាវិញអានោះធ្វើការនៅពេទ្យរុស្ស៊ីផងហើយបង្រៀននៅមហាវិទ្យាល័យពេទ្យផងមានរដ្ឋប្រហារ70អញ្ចឹងក៏លោកឪពុកអ្នកម្ដាយខ្ញុំអីនឹងគ្រួសារខ្ញុំពេលនឹងដែលគាត់ជាវិជ្ជបណ្ឌិតដែរនាំគ្នាទៅស្រុកបារាំងវិញទៅចាលោកស្រីមានអាយុប្រហែលដែរបាទកំឡុងពេលរដ្ឋប្រហារពេលរដ្ឋប្រហារ70ហ្នឹងខ្ញុំទឹក28ឆ្នាំពួកខ្ញុំកើត42ណាចាអញ្ចឹង28ឆ្នាំខ្ញុំក៏ត្រឡប់ទៅស្រុកបារាំងវិញទៅរៀនថែមទៀតអញ្ចឹងក៏ពេលដែលខ្ញុំទៅដល់អង់ហ្គូឡាឆ្នាំ1982ពេលហ្នឹងខ្ញុំបានជួបដំបូងសម្ដេចហ៊ុនសែនកាលនោះលោកជារដ្ឋមន្ត្រីក្រសួងការបរទេសលោកអញ្ជើញទៅក្នុងផ្លូវការហើយគ្រួសារខ្ញុំពេលហ្នឹងគាត់ជាអគ្គរដ្ឋទូតបារាំងប្រចាំនៅអង់ហ្គូឡាអញ្ចឹងហើយខ្ញុំអញ្ជើញសម្ដេចមកជួបគ្រួសារខ្ញុំនៅផ្ទះហើយក៏យើងសម្រេចចិត្តថាយើងនឹងត្រូវរកមធ្យោបាយអីមួយដើម្បីឲ្យមានសន្តិភាពនៅប្រទេសកម្ពុជាដោយសារក្រុមគ្រួសាររបស់លោកស្រីមិនបានឆ្លងកាត់សម័យខ្មែរក្រហមពេលនោះលោកស្រីមានការសោកស្ដាយដែលប្រទេសធ្លាក់ទៅក្នុងមហន្តរាយបែបហ្នឹងដូចជាអ្នកដែលបានឆ្លងកាត់ទេបាទអូចាខ្ញុំជម្រាបជូនថាពេលណាយើងដឹង79ហើយអញ្ចឹងខ្ញុំបាត់បង់បងប្អូនច្រើនណាមានតែលោកឪពុកអ្នកម្ដាយខ្ញុំទេណាដែលចេញមកជាមួយខ្ញុំហ្នឹងហើយប្អូនស្រីខ្ញុំមួយចេញមកជាមួយខ្ញុំរៀនសូត្រតាំងពី64ម៉េះអញ្ចឹងប្អូនស្រីខ្ញុំអត់ត្រឡប់ទៅប្រទេសកម្ពុជាវិញទេអញ្ចឹងដូច្នេះអ្នកដែលនៅខាងក្នុងទាំងប្រមាណបានន័យថាមីងខាងលោកឪពុកខាងអ្នកម្ដាយខ្ញុំអីទាំងអស់គ្នាបើសរុបទៅប្រហែលជា50នាក់បាត់ដំណឹងអស់អញ្ចឹងពេលដែលខ្ញុំត្រឡប់មកប្រទេសកម្ពុជាវិញដំបូងបង្អស់គ្រាន់តែមកពីអាទិត្យទេដើម្បីមកមើលគឺ89មកដល់បានលឺអ្នកទាំងអស់គ្នានឹងនិយាយប្រាប់ខ្ញុំគួរឲ្យអាណិតអាសូរមែនតែនចាផ្ដើមចេញអំពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរនេះហេតុផលទាំងនេះហើយទើបធ្វើឲ្យលោកស្រីមានគោលគំនិតមួយបង្កើតជាអង្គការលីកាដូនេះឡើងមែនទេបាទចាអញ្ចឹងចាពេលដែលខ្ញុំរៀបចំថ្វាយសម្ដេចឲ្យជួបនឹងសម្ដេចហ៊ុនសែនខ្ញុំអត់ដែលហៅខ្មែរក្រហមមកចូលក្នុងនឹងទេអត់សោះមានតែ2អង្គតួនឹងទេចាខ្ញុំអត់ចង់និយាយជាមួយខ្មែរក្រហមទេព្រោះសម្រាប់ខ្ញុំខ្មែរក្រហមមិនត្រូវមកនៅតុ
ចរចាប៉ុន្តែដឹងធ្វើម៉េចឥឡូវណាអង្គការសហជីវជាតិគេថាត្រូវតែយកខ្មែរក្រហមមកចូលជាមួយបើមិនចឹងទេមិនបានសន្តិភាពទេអ្វីដល់ខ្ញុំឃើញថាខ្មែរក្រហមជាហត្ថលេខីមួយដែរព្រោះមានភាគី4ចុះហត្ថលេខាពេលហ្នឹងមិនចឹងចាដល់ខ្ញុំឃើញអញ្ចឹងជាមួយមិត្តភ័ក្តិនិងជាមួយលោកឪពុកអ្នកម្ដាយខ្ញុំហើយកូនស្រីខ្ញុំអីហ្នឹងហើយមិត្តភ័ក្តិប្រហែលហើយយើងនាំគ្នាធ្វើអង្គការមួយសម្រាប់តាមដានមើលឃ្លាំមើលសកម្មភាពរបស់ខ្មែរក្រហមថាចាប់ពីថ្ងៃហ្នឹងទៅតើគាត់ធ្វើអីទៀតនេះហើយគំនិតដំបូងដែលបង្កើតលីកាដូនៅប្រទេសបារាំងមុនដំបូងការដែលយើងបង្កើតអង្គការលីកាដូនៅប៉ារីសគឺរូបភាពហ្នឹងណែតូចតាចដែរទេបាទហើយតើនៅពេលណាដែលអង្គការលីកាដូបានដូចថារីកដុះដាលកាន់តែធំទៅហ្នឹងបាទចាបោះឆ្នោត93ចប់ហើយពេលហ្នឹងយើងមានរដ្ឋាភិបាលថ្មីអីហើយអញ្ចឹងក៏អង្គការលីកាដូមានសកម្មភាពដើម្បីនៅតែពង្រៀនពីសិទ្ធិមនុស្សហើយទី2ឃ្លាំមើលការរំលោភសិទ្ធិមនុស្សយើងមិនមែនឃ្លាំមើលហើយយើងទៅរិះគន់រដ្ឋាភិបាលយើងអីចង្អុលទៅរដ្ឋាភិបាលយើងមិនមែនអញ្ចឹងទេចាយើងឃ្លាំមើលដើម្បីយើងមើលទៅឃើញថានៅសល់ខ្វះខាតកន្លែងតាណាដែលមិនទាន់មានការគោរពសិទ្ធិមនុស្សបានល្អបាទរហូតមកដល់ពេលនេះតើអង្គការលីកាដូនឹងមានបុគ្គលិកបម្រើការងារចំនួនប្រមាណហើយបានជួយទៅដល់ប្រជាពលរដ្ឋខ្មែរយើងដែលរងការរំលោភសិទ្ធិមនុស្សនឹងប្រហែលជាប្រមាណដែរចាអញ្ចឹងរហូតដល់ពេលនេះឥឡូវយើងមានការិយាល័យ12នៅខេត្តណាចាអញ្ចឹងបើសរុបទៅទាំងភ្នំពេញទាំងខេត្តទៅយើងមានជាង150នាក់ចឹងបើជួយសរុបមើលទៅតាំងពីឆ្នាំ92មកយើងជួយច្រើនណាស់យើងជួយប្រហែលជា50,000នាក់ហើយចាអំពីស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្នថាលោកស្រីយល់ថាមានការធូរស្រាលឬក៏ប្រសើរជាងប្រហែលឆ្នាំមុនដែលយើងទើបតែលែងមានខ្មែរក្រហមព្រោះកាលបោះឆ្នោតលើកដំបូងនោះឃើញថាយើងនៅមានសភាពគោរពសិទ្ធិមនុស្សនឹងតិចតួចនៅឡើយតើបច្ចុប្បន្ននេះមានលក្ខណៈខុសគ្នាពីសម័យមុននឹងយ៉ាងម៉េចដែរបាទជាការពិតណាចាមុននឹង93ហ្នឹងយើងឃើញថាបងប្អូនខ្មែរយើងអត់ស្គាល់អ្វីមិនសូវទេណាមិនសូវស្គាល់ថាអ្វីដែលហៅថាសិទ្ធិមនុស្សទេចាអញ្ចឹងចាប់ពី93មកយើងឃើញថាមានអង្គការក្នុងស្រុកជាច្រើនឥឡូវនេះពីរឿងការអប់រំនេះមានការរីកចម្រើនច្រើនមកដល់បច្ចុប្បន្ននេះអង្គការលីកាដូបានពង្រីកសាខានៅតាមបណ្ដាខេត្តក្រុងមួយចំនួនហើយធ្វើសកម្មភាពការពារដល់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនឲ្យរួចផុតពីការរំលោភសិទ្ធិមនុស្សបាទមកទល់ពេលនេះតើលោកស្រីបានទទួលការកោតសរសើរអំពីសំណាក់ជាតិនិងអន្តរជាតិនឹងយ៉ាងម៉េចដែរបាទចាពីអន្តរជាតិយើងបានទទួលច្រើនណាយើងបានទទួលមេដាយទទួលរង្វាន់ហើយថ្មីនេះថ្ងៃ2ខែធ្នូឆ្នាំ2010នេះខ្ញុំទៅអាមេរិកណាទៅទទួលរង្វាន់មេដាយអីហ្នឹងពីអង្គការមួយហ្នឹងឈ្មោះថាអង្គការ Witness មិនមែន Global Witness ទេណាកុំច្រឡំជាមួយគ្នាអង្គការពីរខុសគ្នាឆ្ងាយហ្នឹងនេះជាកិត្តិយសមួយធំណាស់សម្រាប់សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាហើយជាពិសេសលោកស្រីជាស្ត្រីមួយរូបដែលមានភាពក្លាហានហ៊ានប្រឈមនៅក្នុងការងារនេះបាទខ្ញុំបាទចង់ដឹងថាទម្រាំតែលោកស្រីមានជោគជ័យនៅក្នុងជីវិតថ្ងៃនេះតើមានកត្តាអ្វីខ្លះដែលជំរុញឲ្យមានភាពជោគជ័យទាំងអស់នេះបាទចាការ92ដែលខ្ញុំសម្រេចនៅប្រទេសបារាំងថាយើងបង្កើតអីមួយហ្នឹងគឺលោកឪពុកអ្នកម្ដាយខ្ញុំហ្នឹងគឺគ្រប់គ្រងខ្ញុំមែនតែនហើយកូនខ្ញុំ3នាក់ហ្នឹងក៏គ្រប់គ្រងទៀតគ្រួសារក៏គ្រប់គ្រងពេលហ្នឹងគឺទាំងអស់គ្នាគ្រប់គ្រងហើយកូនច្បងរបស់ខ្ញុំហ្នឹងនៅប្រទេសបារាំងហ្នឹងគឺថាជួយតាំងពីដំបូងមកគឺថាជួយធ្វើលក្ខន្តិកៈអីដើម្បីនឹងយើងបង្កើតអង្គការលីកាដូនៅបារាំងហើយដល់ខ្ញុំមកធ្វើនៅស្រុកខ្មែរគេក៏ត្រឡប់ទៅធ្វើការនៅកាណាដាបាន 3-4 ឆ្នាំហើយមិនសុខមិនសានមករត់មកស្រុកខ្មែរមកជួយទៀតឥឡូវនៅជួយនៅរហូតដល់ឥឡូវឆ្លងតាមការរៀបរាប់របស់លោកស្រីឃើញថាមិនមែនជាការងាយទេទម្រាំមកដល់ថ្ងៃនេះបាទលោកស្រីតើអ្វីជាបទពិសោធន៍ដែលលោកស្រីគួរតែចែករំលែកទៅដល់មនុស្សជំនាន់ក្រោយជាពិសេសសកម្មជនការពារសិទ្ធិមនុស្សក្មេងៗដែលគ្នាកំពុងតែស្វះស្វែងរកភាពជោគជ័យដោយលោកស្រីអញ្ចឹងបាទ
ខ្ញុំថាត្រូវតែប្រាជ្ញាចិត្តទី1សំខាន់ណាស់ថាតើយើងមកធ្វើក្នុងអង្គការសិទ្ធិមនុស្សនេះយើងត្រូវឲ្យដឹងថាជួនកាលមានគ្រោះថ្នាក់ណាគ្រោះថ្នាក់ដោយការមានការមិនយោគមិនយល់ដូច្នេះអ្នកដែលចូលមកធ្វើការហ្នឹងត្រូវសម្រេចចិត្តណាប្រាជ្ញាចិត្តថាធ្វើសិទ្ធិមនុស្សជួនកាលអាចបានផលវិជ្ជមានគួរឲ្យពេញចិត្តណាប៉ុន្តែជួនកាលអាចផលអវិជ្ជមានទៅវិញអយុត្តិធម៌ធំណាស់ចាធ្វើឲ្យយើងនឹងពិបាកក្នុងចិត្តមែនតើដូច្នេះយើងត្រូវដឹងបើយើងដឹងហើយយើងសម្រេចចិត្តថាយើងនឹងតស៊ូយើងអាចធ្វើបានជាថ្មីម្ដងទៀតខ្ញុំបាទសូមថ្លែងអំណរគុណដល់លោកស្រីពងឈីកេចដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសតាមរយៈនេតិជីវិតជោគជ័យបាទសូមជម្រាបសួរលោកស្រីអ៊ីមគឹមសួរបាទជំរាបសួរលោកសុផលចាសូមអរគុណលោកស្រីដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះបាទលោកស្រីអ៊ីមគឹមសួរគឺជាអ្នកដឹកនាំក្រុមសិល្បៈល្ខោននិយាយមួយឈ្មោះថា Team Nouveau គឺជាក្រុមសិល្បៈដែលបង្កើតដោយរូបលោកស្រីផ្ទាល់តែម្ដងបាទនៅក្នុងវ័យ50ឆ្នាំប្លាយលោកស្រីអ៊ីមគឹមសួរធ្លាប់មានឆាកជីវិតកំសត់វេទនាដូចជាធ្លាប់ទៅធ្វើការជាអ្នកបោសសម្អាតក្នុងសន្តាគារការិយាល័យអ្នកមើលក្មេងតាមផ្ទះអ្នកបម្រើនៅតាមភោជនីយដ្ឋានមានភាពល្ងិតល្ងង់អត់ចេះអីសោះប៉ុន្តែបច្ចុប្បន្នមានផ្ទះវីឡាដែលជាវិមានដ៏ស្កឹមស្កៃមានចំណេះដឹងខាងកុំព្យូទ័រព័ត៌មានវិទ្យាអាចប្រើប្រាស់ភាសាបារាំងអង់គ្លេសចិននិងជប៉ុនបានស្ទាត់ជំនាញលើសពីនេះលោកស្រីមានស្វាមីជាបញ្ញជនជាតិជប៉ុនដែលមានមុខមាត់ធ្វើឲ្យជីវភាពលោកស្រីផ្លាស់ប្ដូរ180អង្សាមុននឹងឈានចូលទៅដល់ជីវិតជោគជ័យរបស់លោកស្រីអ៊ីមគឹមសួរខ្ញុំបាទសូមជម្រាបសួរអំពីប្រវត្តិពីកុមារភាពរបស់លោកស្រីតើយ៉ាងដូចម្តេចដែរបាទចាខ្ញុំកើតនៅភ្នំពេញរៀននៅសាលាសុធារស់ចាដើមកំណើតផ្ទះរបស់ខ្ញុំនឹងគឺនៅវត្តស្វាយពពែគេមានបងប្រុសមួយធ្វើការនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈឈ្មោះអឹមប៉ុនហើយឆ្នាំ1973សាលាបញ្ជូនពួកខ្ញុំ10នាក់មានស្រី2នាក់ប្រុស8នាក់ទៅតៃវ៉ាន់ដើម្បីរៀនល្ខោនហ៊ីនៅតៃវ៉ាន់ហើយពេលស្រុកធ្លាក់គឺសម័យខ្មែរក្រហមនេះខ្ញុំក៏បានទៅនៅស្រុកបារាំងចាស់លោកស្រីកាលនោះអាយុប្រហែលជាប្រមាណដែរដែលបានចេញទៅរៀននៅតៃវ៉ាន់ហ្នឹងបាទកាលនោះអាយុដូចជា17ឆ្នាំចាស់ខ្ញុំសូមត្រឡប់មកចំនួនខ្មែរក្រហមបន្តិចក្រុមគ្រួសាររបស់លោកស្រីបានជាប់នៅក្នុងសម័យខ្មែរក្រហមដោយឡែកលោកស្រីបានរួចផុតម្នាក់ឯងតើអញ្ចឹងមែនទេបាទចាចំនួននោះគ្រួសារខ្ញុំទាំងអស់នៅស្រុកខ្មែរគឺមានតែរូបខ្ញុំមួយទេដែលបែកចេញពីគ្រួសារទៅហើយពេលនោះពេលដែលខ្ញុំឆ្លងទៅប្រទេសបារាំងនេះគ្រួសារខ្ញុំអត់ដឹងថាខ្ញុំនៅទីណាទេបងប្រុសខ្ញុំគាត់សរសេរសម្បត្តិទៅគ្រប់ទីកន្លែងដើម្បីរកប្អូនថ្ងៃមួយសម្បត្តិដែលរបស់គាត់នឹងបានធ្លាក់ទៅដល់ដៃខ្ញុំនៅប៉ារីពេលដែលស្រុកធ្លាក់នៅក្នុងសម័យខ្មែរក្រហមហ្នឹងលោកស្រីនៅទីនោះបានទទួលដំណឹងថាស្រុកខ្មែរហ្នឹងមានការធ្វើបាបធ្វើទុកបុកម្នេញអីអញ្ចឹងទេតែនៅពេលហ្នឹងហាក់ដូចជាមិនសូវបានទទួលព័ត៌មានអ្វីពីស្រុកខ្មែរទេព្រោះគេបិទចិត្តតែម្ដងចាស់ហើយក្រោយមកធ្វើម៉េចបានដឹងបាទក្រោយបន្តិចដងមកឮសូរតាមទូទួលតាមព័ត៌មានបន្តិចតួចដល់ក្រោយមកខ្ញុំមានអារម្មណ៍បន្តិចដងដោយសារបាត់សម្បត្តិពីផ្ទះហើយចាប់ផ្ដើមដូចជាស្រងោតសង្ងាត់ពោះពេលខ្ញុំទៅតៃវ៉ាន់នឹងឪពុកម្ដាយខ្ញុំនឹងជាថៅកែអំពិលនៅភ្នំពេញនឹងគាត់តែងតែផ្ញើអំពិលឲ្យខ្ញុំហើយដល់ក្រោយមកបាត់សម្បត្តិក៏បាត់អំពិលក៏បាត់បន្តិចដងមានអារម្មណ៍ថាដូចមិនស្រួលក្នុងចិត្តសោះតែម្ដងនៅពេលនោះហើយដែលលោកស្រីនឹកឃើញថាឆាកជីវិតត្រូវតែតស៊ូយ៉ាងរបៀបម៉េចចាក្រោយមកខាងបារាំងគេសួរថាចង់ទៅបារាំងអត់ខ្ញុំថាទៅក៏ទៅតែខ្ញុំគ្មានលុយទេហើយគេក៏ច្រាក់លុយគ្នាមកហើយខ្ញុំក៏ទៅនឹងកាន់$5ទៅនឹងអត់ដឹងអ្វីទាំងអស់ចាហើយតាមពិតខ្ញុំនៅប្រទេសបារាំងនោះប្រហែលបានជា8ឆ្នាំក្រោយមកក៏ជួបជនជាតិជប៉ុនមួយនៅប៉ារីនឹងក៏រៀបការជាមួយជនជាតិជប៉ុនក៏ទៅតូក្យូហើយតាមពិតខ្ញុំនៅតូក្យូនឹងច្រើនជានៅស្រុកខ្មែរទៅទៀតចាហើយនៅតូក្យូនេះទៀតគឺមានតែខ្ញុំទេដែលបង្ហាត់សិល្បៈរបាំប្រពៃណីទៅជនជាតិជប៉ុនហើយនឹងនិស្សិតខ្មែរដែលទៅរៀននៅប្រទេសជប៉ុនចាទាំងខ្មែរទាំងជនបរទេសហ្នឹងគេមានអារម្មណ៍ហាត់សិល្បៈខ្មែរយើងទេពេលមុនដំបូង
មិនសូវមានគេចាប់អារម្មណ៍ប្រហែលទេដោយសារចំនួននោះគេគិតថាស្រុកខ្មែរមានសង្គ្រាមគេយល់ពីវប្បធម៌ថៃច្រើនជាងស្រុកខ្មែរហើយខ្ញុំមានការឈឺចិត្តណាដូច្នេះខ្ញុំដើរទៅនេះដើរទៅនោះដើម្បីផ្សាយឲ្យគេមកហាត់រាំចាស់ខ្ញុំហាត់ទៅទេអត់មានលុយទេកាលនោះចាកាលនោះលោកស្រីរៀបអាពាហ៍ពិពាហ៍នៅឆ្នាំណាដែរខ្ញុំរៀបការជាមួយជនជាតិជប៉ុនហ្នឹងដែលគេធ្វើការនៅឡូសេដេអឺគឺនៅប៉ារីឆ្នាំ1985ហើយក៏បានមកនៅប្រទេសជប៉ុនហ្នឹងនៅឆ្នាំ1986បន្ទាប់ពីលោកស្រីបានភពប្រសពជាមួយនឹងគ្រួសារជនជាតិជប៉ុនបាទដល់ពេលនោះស្ថានភាពជីវិតរបស់លោកស្រីមានការប្រសើរឡើងហើយអញ្ចឹងណាបាទចាពេលខ្ញុំរៀបការហើយហ្នឹងគឺថាអ្វីៗផ្លាស់ប្ដូរទាំងអស់ដូចជាពីឋាននរកមកឋានសួគ៌អញ្ចឹងនៅប៉ារីគេធ្វើការនៅឡូសេដេអឺគេនៅសង្កាត់សៃសៀមជាសង្កាត់អ្នកមានចាហើយគេឲ្យលុយខ្ញុំរៀនខ្ញុំចាប់ដើមរៀនព្រោះខ្ញុំគិតថាគេចេះហើយខ្ញុំល្ងងពិបាកណាស់ដូច្នេះខ្ញុំតែសង្ឃឹមរៀនដូចគេហើយគេនឹងគេជាមនុស្សម្នាក់ដែលចេះដឹងនៅប្រទេសជប៉ុនគេរៀននៅ University of Tokyo ហើយខ្ញុំក៏មិនដឹងថាគេនឹងយ៉ាងម៉េចដែរព្រោះខ្ញុំស្រឡាញ់គេមិនមែនស្រឡាញ់ទៅថាដោយសារគេរៀននៅមហាវិទ្យាល័យតូក្យូទេចាខ្ញុំស្រឡាញ់គេខ្ញុំជួបគេស្រឡាញ់ខ្ញុំយើងស្រឡាញ់គ្នាចាហើយយើងជួបគ្នានៅកន្លែងមួយដែលដូចជារឿងល្ខោនអញ្ចឹងព្រោះខ្ញុំធ្វើការនៅរេស្តូរ៉ង់ចិនមួយចាហើយខ្ញុំមិនដែលធ្វើការជាអ្នកបម្រើតុកទេប៉ុន្តែមិត្តភក្តិម្រាមច្បងរបស់ខ្ញុំនឹងគេមានប្រពន្ធតៃវ៉ាន់គេហៅខ្ញុំថាសួរទៅធ្វើការសាក់មើលថាខ្ញុំមិនចាស់ទេហើយថាទៅខ្ញុំក៏ទៅដល់ពេលគ្រួសារខ្ញុំមកនឹងលើកទី1ខ្ញុំធ្វើការនៅនោះគេនិយាយជាមួយអ្នកផ្សេងទៀតហាក់ដូចថាភាសាបារាំងមិនសូវជាយល់អីចឹងណាចាហើយខ្ញុំក៏ទៅជួបគេអ្នកឯងត្រូវការអីអ្នកឯងត្រូវការអីចឹងក៏និយាយគ្នាទៅក្រោយមកខ្ញុំក៏សួរអ្នកឯងចិនអ្នកឯងកូរ៉េថាអត់ទេជប៉ុនជប៉ុនទៅខ្ញុំក៏ឲ្យលេខទូរស័ព្ទរបស់ខ្ញុំទៅគេហើយ3ថ្ងៃក្រោយមកទៀតគេទេមកខ្ញុំគេឈ្មោះតាកេតូមីយ៉ាស៊ូណៅថាវែងណាស់លោកអើយមិនដឹងអ្នកណាទេហើយគេថាហ្សាប៉ូណេមិនដឹងហើយក៏រងដេវជាមួយគ្នាទៅតួអេហ្វែលចាហើយទៅតែប៉ុណ្្នឹងឯងចាប់រៀបការមកវិលចូលឆាកជីវិតដែលលំបាកបំផុតបន្ទាប់ពីពេលនោះឃើញថាលោកស្រីអស់បួកនៅក្នុងការរៀនបន្តនៅតៃវ៉ាន់ហើយនៅក្នុងកំឡុងអន្តរកាលនោះលោកស្រីមានការលំបាកហ្នឹងហើយលោកស្រីធ្វើអ្វីខ្លះដូចជាការងារដែលដូចថាគេរើសអើងឬក៏ការងារអីផ្សេងហ្នឹងមានអីចាខ្ញុំរស់នៅក្នុងសាលាហាត់ហ៊ីហ្នឹងចាហើយខ្ញុំក៏ទៅធ្វើការនៅរោងចក្រជប៉ុននៅតៃប៉េមុនមកខ្ញុំរបៀបដូចថាមានមោទនភាពនឹងខ្លួនឯងព្រោះយើងជាអ្នករួមហើយចាញ់តែមុខគេអញ្ចឹងហើយទៅធ្វើការរោងចក្រខ្ញុំមានកំណត់ថាដូចជារៀងទៀបនិយាយការពិតទៅហើយខ្ញុំអត់ថែមមកថែមអីទាំងអស់ខ្ញុំរឹកលុយហើយមិត្តភ័ក្តិស្រីកូនសិស្សនៅជាមួយគ្នាហ្នឹងគេជួយរកការធ្វើដូចជាមើល baby sitter ចាស់មើលកូនក្មេងហ្នឹងហើយគ្មានអ្នកណាគេហ៊ានយកទេ18ឆ្នាំចាស់គេខ្លាចយើងទៅរកប្តីគេឬក៏មិនទេចាស់គេអត់មានអ្នកហ៊ានយកខ្ញុំទេហើយខ្ញុំក៏ជាស្រីម្នាក់ពីក្មេងខ្ញុំរូបរាងស្អាតគួរសមដូច្នេះខ្ញុំហ៊ាននិយាយហើយគ្មានអ្នកណាគេទទួលទេដល់ក្រោយមកគេថាត្រូវតែចាញ់ពីសាលាហើយខ្ញុំមិនដឹងគិតមិនទេហើយក៏ដល់ពេលនោះក៏បានទទួលសម្បត្តិពីរៀមច្បងពីស្រុកបារាំងណាហើយក៏សម្រេចចិត្តទៅស្រុកបារាំងនឹងហើយក្រោយមកខ្ញុំក៏ទៅធ្វើការដូចជាអ្នកបោសសម្អាតប៊ីរ៉ូរបស់គេព្រឹកល្ងាចចាមិនជាបញ្ហាអីប្រហែលគាត់ថាជីវិតវាកំសត់តែប៉ុណ្្នឹងដោយសារអត់មានបងប្អូននៅជាមួយអត់មានអ្នកណាគេជួយអីចាហើយថ្ងៃសៅរ៍ថ្ងៃអាទិត្យខ្ញុំទៅបង្ហាត់របាំហើយអ្នកដែលមកហាត់ហ្នឹងគឺសិតតែកូនអ្នកមានដូចជាកូនទូតកូនស្អីកូនអីហើយខ្ញុំមានគំនិតមួយថាគឺថាអាយុផែគ្នាគេស្លៀកពាក់ស្អាតគេទៅរៀនគេមានឡានជិះគេអីចឹងហើយខ្ញុំមានគំនិតមួយថាឈឺចាប់ដូចថាយើងមិនបានរៀនដូចគេចឹងហើយពេលមួយទៀតខ្ញុំលេងល្ខោនបាសាក់គឺថាដើរតួរហូតហ្មងហើយភលៀងឆ្វេងភលៀងស្ដាំខ្ញុំចង់ប្រើគេនៅលើឆាកនេះបងភលៀងទៅយកនេះខ្ញុំតិចទៅយកនោះខ្ញុំតិចហើយដល់ពេលលេងចប់ខ្ញុំទៅអង្គុយក្រោយឆាកម្នាក់ឯងហ្នឹងកំសត់ណានៅឃើញជីវិតអញស្អែកតលៀងបង្គន់ឬទៅបោះវីរ៉ូគេទៀតថាអ្វីវាខុសគ្នាណានៅលើឆាកហើយនឹងជីវិតពិតរបស់ខ្លួនឯងតែធម្មតាតស៊ូហើយក្រោយមកខ្ញុំធ្វើការនៅអូតែលជា fan shop ណាអ្នកបោះសម្អាតណាចាបាទខ្ញុំសូមវិលចូលមកដល់រឿងល្ខោននិយាយវិញនៅភ្នំពេញហ្នឹងលោកស្រីចាប់ផ្ដើមនៅពេលណាដែរហេតុអ្វីបានខ្ញុំចង់ចាប់ផ្ដើមធ្វើល្ខោននិយាយនេះហើយនេះជាលើកទី2ហើយហេតុអ្វីបានជាខ្ញុំធ្វើរឿងមាតុភូមិឪពុកខ្ញុំនេះគឺជាល្ខោននិយាយសម័យរបៀបកំប្លែងដោយសារខ្ញុំឃើញល្ខោននិយាយនឹងហាក់ដូចជាមិនសូវមានការចាប់អារម្មណ៍សោះពីជនជាតិខ្មែរយើង
ដោយសារខ្ញុំគិតថាពីមុនកាលពីសង្គមនោះគឺថាឲ្យតែលឺលខោនជាតិអូម្នាក់ខំប្រឹងស្ដាប់ខំយករត់យកមកដាក់គិតខ្លួនដើម្បីស្ដាប់ណាតែលើកនេះបាត់ឈឹងចាបាត់ឈឹងតាំងពីចាក់ចេញពីមាតុភូមិទៅឃើញថាលោកស្រីមានការតស៊ូយ៉ាងច្រើនទម្រាំមានមកដល់ថ្ងៃនេះបាទលោកស្រីអាចផ្ដល់ជាបទពិសោធន៍ជូនអស់លោកអ្នកស្ដាប់បានទេថាតើគួរតែធ្វើយ៉ាងដូចម្ដេចដើម្បីទទួលបានជោគជ័យក្នុងជីវិតដូចលោកស្រីអញ្ចឹងបាទទី1យើងសួរក្នុងចិត្តរបស់យើងថាយើងចង់ធ្វើស្អីហើយបើចិត្តយើងមិនចង់ហើយគឺមិនបាច់ទេបើយើងសម្រេចចិត្តហើយត្រូវតែតស៊ូរហូតដល់ទីបំផុតដែលយើងចង់បានយើងកុំអានលះបង់នៅអ្វីដែលយើងធ្វើភ្លាមឬក៏បរាជ័យភ្លាមត្រូវតែទៅមុខដើរទៅមុខសម្លឹងទៅមុខហើយគិតថាត្រូវតែទៅដល់គោលដៅរបស់យើងជាថ្មីម្ដងទៀតសូមអរគុណលោកស្រីអ៊ីមគឹមសួរដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសតាមរយៈកម្មវិធីជីវិតជោគជ័យបាទសូមអរគុណបាទចាសូមអរគុណលោកសុផលចាសូមជម្រាបសួរលោកអោមសេងបូរ៉ាបាទសូមជម្រាបសួរលោកជានាយកសាលាបណ្ដុះបណ្ដាល A+ School for Professional សាលារបស់លោកចម្លែកខុសពីសាលារៀនដទៃដែលផ្ដល់សេវាបណ្ដុះបណ្ដាលសម្រាប់បុគ្គលដែលមានតួនាទីជាអគ្គនាយកជាម្ចាស់សហគ្រាសទៅហើយមុនផ្ដើមនិយាយពីអាជីពរបស់លោកខ្ញុំសូមបង្ហាញពីជីវិតកុមារភាពរបស់លោកជាមុនសិនលោកអោមសេងបូរ៉ាកើតនៅក្នុងឆ្នាំ1975ក្នុងខេត្តកំពង់ធំចាប់កំណើតស្របពេលប្រទេសជាតិធ្លាក់ក្នុងរបបប៉ុលពតលោកមិនដឹងពីទុក្ខលំបាកការវេទនារបស់ឪពុកម្ដាយរបស់លោកនិងប្រជាពលរដ្ឋទូទាំងប្រទេសក្នុងរយៈពេលជាង3ឆ្នាំនៅក្នុងរបបនេះទេប៉ុន្តែលោកបានដឹងក្តីក្នុងស្ថានភាពគ្រួសារក្រីក្រក្រោយឆ្នាំ1979បាទអ្វីដែលពិបាកនៅពេលក្មេងនោះដោយសារជីវភាពខ្វះខាតយើងជាគេថាកុមារមួយដែលត្រូវតែរកស៊ីដែរការរៀនហ្នឹងគឺយើងអត់មានសភៅគ្រប់គ្រាន់ហើយយើងដើរទៅរៀនហើយយើងត្រូវឆ្លៀតក្រៅមកយើងលក់ខ្ញុំរើសទាំងអេចាយលក់អេចាយលក់បារីលក់ស្ករគ្រាប់លក់កតុយលេខឪពុកខ្ញុំគាត់ជាមន្ត្រីតូចតាចមួយខេត្តជាមន្ត្រីតូចលំដាប់ទាបហើយម្ដាយខ្ញុំមេផ្ទះពីកុមារភាពលោករៀនមិនសូវពូកែនោះទេប៉ុន្តែចាប់តាំងពីឆ្នាំ1993ពេលដែលរៀនចប់មធ្យមសិក្សាចំពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតវត្តមានរបស់កងកម្លាំងរក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិចូលមកស្រុកខ្មែរបានជំរុញឲ្យលោកខិតខំរៀនសូត្រយ៉ាងខ្លាំងឃើញពេលដែលសម័យអន្តរហ្នឹងយើងឃើញមានបងប្អូនដែលធ្វើការអន្តរហ្នឹងគាត់បានប្រាក់ខែ$150 $200ពេលហ្នឹងគឺថាដូចអស្ចារ្យមកគាត់គឺជាវីរៈបុរសរបស់យើងមកអញ្ចឹងគិតថាអញ្ចឹងមានផ្លូវមួយគឺខំប្រឹងរៀនភាសាអង់គ្លេសយ៉ាងហោចណាស់គឺថាយើងអាចធ្វើអ្នកបើកបរឲ្យអន្តរអញ្ចឹងគឺលយហ្មងហើយបានពេលដែលមកដល់ពេញដំបូងហ្នឹងគឺក្នុងឆ្នាំ93ហ្នឹងយើងដំបូងយើងនៅជាមួយនឹងបងប្អូនសូមគាត់នៅមករយៈតូចណាដើម្បីរកកន្លែងនៅហើយប៉ុន្តែគាត់ថាมันបានប្រហែលប្រហែលជា2ខែជាងនៅទីក្រុងភ្នំពេញនេះក៏បានប្រឡងថា scholarship មួយទៅខេត្តព្រៃវែងគាត់ទៅវេទមហារាស៊ីខ្ញុំជ្រើសរើសយកមហាវិទ្យាល័យគ្រប់គ្រងរយៈពេល4ឆ្នាំក្នុងការសិក្សានៅក្នុងសាកលវិទ្យាល័យនីតិបន្ទុកការសិក្សារបស់លោកគ្រប់មុខវិជ្ជាកម្រធ្លាក់ដល់លេខ2ណាស់តើលោកបានចាត់ចែងការរៀនសូត្រយ៉ាងម៉េចនៅពេលនោះរៀនដោយមានការឈឺចាប់រៀនដោយមានគោលដៅអញ្ចឹងការឈឺចាប់អីដោយសារយើងនៅរៀនក្រីក្រយើងអត់ដឹងថាយើងអត់មានអីជាទីពឹងទេប៉ុន្តែយើងគិតត្រូវមួយថាការទីពឹងរបស់យើងគឺការរៀនសូត្រចង់មិនចង់គឺត្រូវតែធ្វើការរៀនសូត្រយើងឲ្យបានល្អហើយអញ្ចឹងការរៀនសូត្រទៀតយើងត្រូវរៀបចំការចាត់ចែងពេលវេលាយើងត្រូវស្គាល់ខ្លួនឯងចេះស្អីមិនចេះស្អីហើយត្រូវអ្វីដែលងាយបំផុតនោះគឺយកអ្នកនៅជុំវិញធ្វើគ្រូខ្ញុំមិត្តភ័ក្តិខ្ញុំដែលប៉ាកែជាងខ្ញុំរៀនពីគាត់មកហើយគ្រូរបស់ខ្ញុំដែលគ្រូទាំងអស់ខ្ញុំត្រូវមានតំណែងតំណងល្អអញ្ចឹងទាំងបរទេសទាំងគ្រូខ្មែរហើយមិត្តភ័ក្តិរបស់យើងគ្រប់ជំនាន់ទាំងជំនាន់មុននិងជំនាន់ក្រោយឲ្យតែប៉ាកែខ្ញុំត្រូវតែខ្សែគប់ជាមួយគាត់ហើយពេលដែលបានទទួលចំណាត់ថ្នាក់ល្អអញ្ចឹងក៏បានក្រុមហ៊ុន Ernst & Young ក្រុមហ៊ុន Audit នៅទីក្រុងភ្នំពេញគេបានជ្រើសរើសអ្នកដែលគេហៅចុះកម្មសិក្សាដើម្បីគេជ្រើសរើសសម្រាប់យុទ្ធបុគ្គលិកគេណាឆ្នាំ1998អញ្ចឹងក៏ខ្ញុំបានមកគេហាត់ការនៅទីនឹងជាពេល6ខែចឹងពេលដែលយើងធ្វើនៅទីនោះបាន6ខែចប់ហ្នឹងគឺក៏ទៅបានគេលើកតំណែងឲ្យទៅជាសាវនករពេញសិទ្ធិជាប់ណាជ្រើសរើសដោយសារយើងធ្វើបានល្អមែនហើយធ្វើការនៅទីនេះរហូតដល់7-2ឆ្នាំក៏មានការដោះដូរមួយទៀតដោយសារខ្ញុំទី1រឿងហិរញ្ញវត្ថុយើងចង់បានហិរញ្ញវត្ថុភាសាជាងមុនហើយអ្វីដែលសំខាន់ទៀតនោះខ្ញុំចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍ
អញ្ចឹងខ្ញុំគិតកាលហ្នឹងខ្ញុំគិតថាអង្គការធ្វើការអង្គការគឺជាកិច្ចការជួយប្រទេសជាតិជួយអភិវឌ្ឍប្រជាជនយើងដែលគាត់ក្រីក្រហើយយើងដោយសារយើងធ្លាប់មកពីក្រីក្រយ៉ាងណាយើងចង់ធ្វើកិច្ចការដែលមានការទៅជួយត្រឡប់ប្រជាជនក្រីក្រយ៉ាងវិញអញ្ចឹងក៏ខ្ញុំបានapply រកការងារនៅអង្គការទស្សនពិភពលោកកម្ពុជា World Vision ណាក្នុងនាមជាសវនកម្មផ្ទៃក្នុងអញ្ចឹងក៏ខ្ញុំទៅធ្វើនៅទីនោះបានប្រហែលជាមួយឆ្នាំកន្លះដោយសារយើងធ្វើបានល្អបានមានការទទួលស្គាល់ពីគណៈគ្រប់គ្រងច្រើនហើយក៏គាត់លើកតំណែងខ្ញុំនឹងឲ្យធ្វើជាប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៅអង្គការទស្សនពិភពលោកទាំងតែម្ដងអាចនិយាយបានថាជាអ្នកធ្វើការងារឆ្លាតម្នាក់ក្នុងទូនីតិជាសវនករប៉ុន្តែលោកមិនត្រឹមតែចេះធ្វើការក្នុងភារកិច្ចរបស់លោកតែមួយមុខប៉ុណ្ណោះទេលោកបានស្វែងយល់ពីបរិស្ថានការងារជុំវិញលោកជាច្រើនទៀតផងគឺខ្ញុំបានព្យាយាមរៀនសូត្រគ្រប់ជ្រុងទាំងអស់ដែលយើងសវនកម្មបណ្ដាយើងរៀនពីផ្នែកទុនធានមនុស្សយើងរៀនពីផ្នែកប្រតិបត្តិការយើងរៀនពី finance រៀនផ្នែក IT រៀនផ្នែកគ្រប់ជ្រុងទាំងអស់ដែលពាក់ព័ន្ធនឹងគម្រោងកិច្ចការរបស់ស្ថាប័ននោះធ្វើឲ្យយើងមានការយល់ច្រើនលោកបានធ្វើការជាមួយអង្គការទស្សនពិភពលោករហូតដល់ក្លាយជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund នៅឆ្នាំ2004ដោយសារកម្មវិធីឥណទានរបស់អង្គការទស្សនពិភពលោកហ្នឹងគេបង្កើតទៅជាក្រុមហ៊ុនដាច់ដោយឡែកអញ្ចឹងពេលហ្នឹងគេប្រកាសរឿងអគ្គនាយកខ្ញុំចង់ផ្លាស់ប្ដូរការងារពីអង្គការមកក្រុមហ៊ុនហេតុអីបាទខ្ញុំចង់ផ្លាស់ប្ដូរអញ្ចឹងវិញដោយសារតែពីមុនខ្ញុំយល់ថាការដែលយើងធ្វើការនៅអង្គការហ្នឹងវានឹងជួយអភិវឌ្ឍប្រជាជនក្រីក្រប៉ុន្តែនៅពេលដែលខ្ញុំបន្តសិក្សាពេលបន្តធ្វើការជាមួយប្រជាជនក្រីក្របន្តសិក្សាហើយនឹងការស្រាវជ្រាវជាច្រើនដែលបានស្រាវជ្រាវពីអ្នកពាក់ព័ន្ធទាំងអស់គេឃើញថាការដែលធ្វើការតាមរយៈអង្គការដែលផ្ដល់ឲ្យប្រជាជនដែលជាជំនួយជា assistant ជា relief អីហ្នឹងគឺជារបស់ដែលឲ្យទៅញ៉ាំឲ្យអញ្ចឹងគឺវាអត់មាននិរន្តរភាពអញ្ចឹងគេបានសិក្សាហើយគេរកឃើញថាតើតែបង្ហាត់ឲ្យគាត់ឲ្យចេះស្ទូចត្រីជាងបង្ហាត់ឲ្យគាត់គ្រាន់តែឲ្យត្រីគាត់ឲ្យត្រីគាត់ញ៉ាំអញ្ចឹងត្រូវមានការបង្ហាត់ឲ្យចេះស្ទូចត្រីទៀតអញ្ចឹងចេះស្ទូចត្រីហ្នឹងគឺចេះរកស៊ីហ្នឹងឯងអង្គការសហពិភពលោកហ្នឹងគឺថាបានគិតខំយកទៅដាក់ក្នុងការរកគេហៅបទអន្តរាគមន៍ជាកម្មវិធីអភិវឌ្ឍហ្នឹងលក្ខណៈគេហៅអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារហ្នឹងឲ្យប្រជាជនហ្នឹងគាត់មានការរកស៊ីមានអីហ្នឹងអញ្ចឹងបានគេបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Vision Fund ឡើងដើម្បីផ្ដល់ជាទុនក្នុងការផ្ដល់ឱកាសឲ្យប្រជាជនមានឱកាសបង្កើតមុខរបរឬក៏បង្កើនមុខរបរលោកបូរ៉ាការងាររបស់លោកកំពុងតែរីកចម្រើនប៉ុន្តែហេតុអ្វីនៅឆ្នាំ2010លោកបែរមកជាបើកសាលា A+ ទៅវិញពីមុនខ្ញុំអត់គិតថាធ្វើជាសហគ្រិនទេប៉ុន្តែនៅដែលខ្ញុំទៅចង់ទៅចូលរួមចំណែកក្នុងការអភិវឌ្ឍថាប្រទេសជាតិតាមរយៈកិច្ចការដែលយើងធ្វើណាអភិវឌ្ឍអ្នកប្រជាជនចេញពីភាពក្រីក្រហ្នឹងហើយយើងសិក្សាពីភាពក្រីក្រយើងឃើញថាសហគ្រិនហ្នឹងវាសំខាន់ដូចជាងថាប្រភពលុយហ្នឹងមកពីអីមកពីធ្វើការឲ្យគេហើយហ្នឹងមានមុខរបរអញ្ចឹងការធ្វើការឲ្យគេវាដល់កម្រិតមួយតើយើងបានហិរញ្ញវត្ថុច្រើនតដល់យើងធ្វើឲ្យបានល្អអាហ្នឹងបានច្រើនដែរប៉ុន្តែអ្វីដែលរឹតតែច្រើនជាងនោះទៀតប្រភពហិរញ្ញវត្ថុតាមរយៈការបង្កើតមុខរបរឲ្យបានច្រើនឲ្យបានធំក្រមដំបូលសាលា A+ School របស់លោកមានសេវាបណ្ដុះបណ្ដាលជាច្រើនមានតាំងពីការផ្ដល់យោបល់ការផ្ដល់ប្រឹក្សាផ្នែកទីផ្សារការគ្រប់គ្រងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនជាដើមប៉ុន្តែដោយខ្ញុំបានលើកឡើងខាងលើមកហើយអញ្ចឹងអ្វីដែលចម្លែកនៅក្នុងសាលា A+ School របស់លោកគឺការបណ្ដុះបណ្ដាលអ្នកដែលមានតួនាទីជាអគ្គនាយកជាម្ចាស់សហគ្រាសទៅវិញខ្ញុំចង់ដឹងថាអ្វីដែលជាមេរៀនដែលលោកផ្ដល់ទៅឲ្យពួកគាត់ទាំងនោះតាមរយៈដែលខ្ញុំធ្វើ consulting នេះខ្ញុំឃើញមានចំណុចគេថាមកដល់ចំណុចមួយនៅទៅហើយគាត់តែគាត់ជោគជ័យហើយប៉ុន្តែបើប្រៀបធៀបខ្ញុំមើលឃើញថាបើសិនជារបៀបរបបនៃការធ្វើការនៃការគ្រប់គ្រងហ្នឹងបើគាត់មានយ៉ាងដែរគាត់នឹងលូតលាស់ទៅលឿនទៀតដោយក្រុមហ៊ុនបរទេសដែលចូលក្នុងស្រុកយើងអញ្ចឹងខ្ញុំរៀបចំជា curriculum មួយដែលមានបង្ហាញ13វគ្គណាឃើញថាមុននឹងមានថ្ងៃនេះលោកបានប្រឹងប្រែងពុះពៀគ្រប់ឧបសគ្គឪពុកម្ដាយមិនមែនជាអ្នកមាននោះទេមិនមែនជាអ្នកទីក្រុងនោះទេតែដោយសារតែការតស៊ូការខិតខំរៀនសូត្ររបស់លោកទើបលោកមានថ្ងៃនេះឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងជីវិតតើលោកមានអ្វីចង់ចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតពិសេសយុវជននោះអ្វីដែលចំណុចមួយសំខាន់គឺសម្រាប់យុវជនជាពិសេសចាប់បាក់ឌុប
មិនរៀនគាត់ឲ្យទៅបំពេញកិច្ចកាតព្វកិច្ចជាអ្នករៀនទេប៉ុន្តែតែគាត់រៀននៅវិទ្យាល័យគាត់ចង់ធ្វើអីគឺចង់ឲ្យគាត់បានមើលឃើញស្គាល់ពីបរិយាកាសការងារឲ្យហើយគឺថារៀនដោយមានគោលដៅរៀនដោយចង់អ្វីដែលជំនាញចង់ហើយស្វែងយល់ពីបរិយាកាសងារបានធ្វើរឿងហ្នឹងបានបើអត់ស្គាល់ពីបរិយាកាសការងារចង់តែអ្វីដែលខ្លួនដឹងតែប៉ុណ្ណឹងពួកអ្នកខ្លះចង់ធ្វើពេទ្យដោយសារតែឃើញតែពេទ្យអ្នកខ្លះរៀនគណិតនេះដោយសារឃើញតែគណិតនេះប៉ុន្តែនៅទីផ្សារការងារវាទៅលំទៅលាយនៅក្នុងវិស័យឯកជនមានការងារក្រុមហ៊ុនប្រភេទអីខ្លះអង្គការប្រភេទអីខ្លះរដ្ឋាភិបាលមានអីខ្លះហើយក្នុងស្ថាប័ននោះទៀតមានប្រភេទការងារស្អីទៀតដែលគាត់គួរទៅស្វែងយល់ហើយអ្វីដែលសំខាន់មួយទៀតគឺត្រូវដឹងថាខ្លួនឯងមានសក្តានុពលហើយបើសិនបើមិនបានបើបណ្ដេតបណ្ដោយខ្លួនឲ្យទៅតាមយថាកម្មលទ្ធផលក៏វានឹងយថាកម្មដែរជាសំណួរចុងក្រោយតើលោកមានផែនការអ្វីថ្មីទៅថ្ងៃអនាគតបាទយើងមានកម្រងច្រើនដោយសារយើងចាប់ផ្ដើមនេះជាគាត់ចំណុចចាប់ផ្ដើមដែលយើងមានការរៀបចំនៅការសម្របសម្រួលការវិនិយោគពីខាងក្រៅមកទៀតព្រោះយើងជួយសហគ្រិនខាងក្នុងហើយពេលនោះក៏គេត្រូវការហិរញ្ញវត្ថុចំណុចវិធីហិរញ្ញវត្ថុអញ្ចឹងយើងត្រូវសម្របសម្រួលការវិនិយោគពីខាងក្រៅមកទៀតខ្ញុំសូមអរគុណលោកអោមសេងបារ៉ាដែលបានចំណាយពេលផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិតាមរយៈកម្មវិធីជីវិតជោគជ័យនៅពេលនេះខ្ញុំសូមបញ្ជាក់ថាលោកអោមសេងបារ៉ាជានាយកសាលា A+ School for Professional នៅទីក្រុងភ្នំពេញជម្រាបសួរលោកប៉ែនសមិទ្ធិបាទសូមជម្រាបសួរនៅក្នុងសង្គមនិងនៅក្នុងវិស័យសារព័ត៌មានខ្មែរនរណាក៏ស្គាល់ដែរកាសែតរស្មីកម្ពុជាថាជាកាសែតដំបូងដែលរចនានិងចេញផ្សាយជាច្រើនទំព័របន្ទាប់ពីបានកែតម្រង់ផ្នែកប្រព័ន្ធផ្សព្វផ្សាយកាលពីទសវត្សរ៍ឆ្នាំ90ដើម្បីធានានូវនិរន្តរភាពដំណឹងនិងការចេញផ្សាយជាទៀងទាត់ប្រកបដោយការប្រកួតប្រជែងលោកប៉ែនសមិទ្ធិដែលជានិពន្ធនាយកបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះបច្ចុប្បន្នលោកក៏ជាអគ្គនាយកនៃគេហទំព័រដ៏មានប្រជាប្រិយភាពមួយផងដែរឈ្មោះ cen.com.kh តើលោកប៉ែនសមិទ្ធិជានរណាបាទកុមារភាពរបស់ខ្ញុំគឺដោយសារពុកខ្ញុំគាត់ជាមន្ត្រីនាជំនាន់នោះគាត់តែងតែផ្លាស់ប្ដូរទីកន្លែងធ្វើការជារឿយហើយក្នុងចំណោមកូនគាត់ទាំង9រូបហ្នឹងគឺកើតនៅខេត្តខុសៗគ្នាមួយចំនួនហើយខ្ញុំកើតនៅខេត្តកំពង់ចាមប៉ុន្តែមែនតែនទៅកំពង់ចាមគ្រាន់តែជាកន្លែងកំណើតរបស់ខ្ញុំទេអនុស្សាវរីយ៍នឹងការធំដឹងក្តីរបស់ខ្ញុំគឺខ្ញុំមករៀនសូត្រនៅទីក្រុងភ្នំពេញរហូតតាំងពីពេលដែលខ្ញុំរៀននៅបឋមសិក្សានៅក្នុងវ័យ16ឆ្នាំគឺជាវ័យដែលកំពុងទទួលយកការសិក្សាពេញលេញផ្ទុយទៅវិញលោកប៉ែនសមិទ្ធិបានក្លាយទៅជាទាសករនៅក្នុងរបបខ្មែរក្រហមដូចជាប្រជាពលរដ្ឋដទៃដែររបបនេះបានឆក់យកជីវិតអ្នកមានគុណជាទីគោរពគឺលោកឪពុករបស់លោកដោយសារតែពុំអាចទ្រាំទ្រនឹងសភាពខ្វះអាហារបរិភោគនិងខ្វះថ្នាំសង្កូវព្យាបាលតើអារម្មណ៍លោកជាមួយនឹងរបបខ្មៅងងឹតនោះយ៉ាងដូចម្តេចដែរបាទអ្វីដែលខ្ញុំឃើញនាពេលនោះគឺធ្វើឲ្យខ្ញុំតក់ស្លុតហើយធ្វើឲ្យខ្ញុំចងចាំជានិច្ចនៅរាល់ទារុណកម្មដែលខ្ញុំឃើញផ្ទាល់ភ្នែករាល់អ្នកចិត្តស្និទ្ធដែលបានស្លាប់ទៅហើយវាធ្វើឲ្យខ្ញុំនឹកឃើញរហូតដល់ពេលដែលក្រោយឆ្នាំ1979ខ្ញុំបានសម្រេចចិត្តថាមិនទាន់វិលមកកាន់ទីក្រុងភ្នំពេញទេប៉ុន្តែខ្ញុំបានសម្រេចចិត្តទៅសាងភ្នោះជីវិតតែតោលតែម្នាក់ឯងកំព្រាឪពុកម្ដាយនៅក្នុងខេត្តព្រៃវែងនៅឆ្នាំ1979លោកប៉ែនសមិទ្ធិបានដើរតាមលំអាននៃលោកឪពុកដែលជាបញ្ញវន្តមួយរូបចេញមកពីវិស័យព្រះពុទ្ធសាសនាដោយលោកបានបួសជាបព្វជិតអស់ជាង1ព្រះវស្សាបន្ទាប់ពីលាចាកសិក្ខាបទនៅឆ្នាំ1980លោកប៉ែនសមិទ្ធិក៏បានចូលបម្រើការងារដំបូងនៅក្នុងក្រុមប្រតិបត្តិការចលនាមហាជននិងឆ្លៀតបន្តការសិក្សានៅពេលយប់ផងដែរក្រុមប្រតិបត្តិការចលនាមហាជនបានន័យថាជាក្រុមមួយដែលចុះជួយមហាជនដែលមកតាំងទីលំនៅថ្មីជុំវិញទីក្រុងភ្នំពេញនេះដើម្បីផ្ដល់ឲ្យគាត់នៅការយល់ដឹងផ្សេងក៏ដូចជាសម្ភារៈឧបករណ៍ខ្លះគាត់រៀបចំជីវិតរបស់គាត់ដូចជាផ្ដល់កបដល់អីហ្នឹង
ដោយសារទេពកោសល្យនិងចំណូលចិត្តពីកំណើតលោកប៉ែនសមិទ្ធិបានចំណាយកុមារភាពរបស់ខ្លួនទៅលើការអានសៀវភៅប្រឡោមលោកជាពិសេសងប់ងល់នឹងរឿងភាគបុរាណចិនជាហេតុពេលខ្លះនាំឲ្យមានការស្ដីបន្ទោសពីអាណាព្យាបាលផ្ទុយទៅវិញការអានច្រើនរបស់លោកប៉ែនសមិទ្ធិបានคล้ายទៅជាពុទ្ធិសម្រាប់ខ្លួនលោកពុទ្ធិនេះហើយដែលធ្វើឲ្យលោកคล้ายទៅជាអ្នកពូកែសរសេរនិងជាដើមទុនវិជ្ជមានមួយជួយដល់លោកក្នុងការបម្រើការងារនៅក្នុងវិស័យសារព័ត៌មានក៏ប៉ុន្តែមុននឹងคล้ายជាអ្នកកាសែតមួយរូបលោកបានចាប់ផ្ដើមពីអ្នករៀបចំចែកចាយកាសែតភ្នំពេញនៅឆ្នាំ1981ដោយសារខ្ញុំមិនមានពិសោធន៍អីសោះកិច្ចការដំបូងរបស់ខ្ញុំគឺថាខ្ញុំជួយរៀបចំក្នុងការចែកចាយកាសែតខ្ញុំធ្វើកិច្ចការនេះយូរដែរហើយបន្ទាប់មកដោយសារនៅទីនោះមានអ្នកនិពន្ធចាស់ជាច្រើនដែលទៅជុំគ្នាហើយខ្ញុំក៏បានរៀនសូត្រពីគាត់ដូចជាលោកយ៉ាន់ត្រីដែលជាអ្នកបកប្រែប្រឡោមលោកល្បីឈ្មោះមួយក្នុងចំនួនលន់នល់ហើយលោកសុកឡាយដែលជាចាងវាងកាសែតមាតុភូមិចំនួនសម្ដេចបកូណាសីហនុរួមទាំងឯកឧត្តមអោមយន្ទៀងអីក៏នៅទីនោះហើយខ្ញុំក៏ចាប់ផ្ដើមស្វែងយល់ហើយរៀនសូត្រពីការសរសេរដោយចំណាយទឹកស្លាបព្រាកាអស់ជាច្រើនក្នុងការសរសេរព័ត៌មានលោកប៉ែនសមិទ្ធិបានក្លាយទៅជាសមាជិកក្រុមលេខានិពន្ធទទួលបន្ទុកផ្នែកកំណែអក្ខរាវិរុទ្ធការចេញផ្សាយធ្វើ market លក្ខណៈកំឡុងពេលនោះដែរលោកប៉ែនសមិទ្ធិបានចេញទៅសិក្សាផ្នែកវិទ្យាសាស្ត្រនយោបាយនៅប្រទេសវៀតណាមអស់ប្រមាណជា3ឆ្នាំលោកក៏ត្រូវបានតែងតាំងជាប្រធានអង្គភាពកាសែតភ្នំពេញនៅឆ្នាំ1986នៅពេលដែលលោកបញ្ចប់ការសិក្សាហើយស្របពេលដែលលោកអោមយិនទៀងដែលជាប្រធាននៅពេលនោះបានផ្លាស់ទៅបម្រើការងារថ្មី7ឆ្នាំក្រោយមកលោកប៉ែនសមិទ្ធិបានចាកចេញពីកាសែតភ្នំពេញទៅកាន់កាសែតរស្មីកម្ពុជាគឺឆ្នាំ1993កំឡុងពេលនោះហើយដែលកម្ពុជាបានរៀបចំការបោះឆ្នោតជាលើកដំបូងហើយសារព័ត៌មានក៏ត្រូវមានការកែតម្រង់ទៅតាមស្ថានភាពស្រុកទេសផងដែរកាសែតភ្នំពេញដែលខ្ញុំដឹកនាំធ្វើនោះគឺជាកាសែតរបស់គណៈបកនៅក្នុងបរិបទរបស់ប្រទេសជាតិដែលដឹកនាំដោយបកមួយដូច្នេះនោះជាការខុសប្លែកគ្នាដ៏ធំហើយដែលខ្ញុំមានការលំបាកមែនទែនក្នុងការប្រែប្រួលពីអ្វីដែលធ្វើនៅបែបកាសែតភ្នំពេញចាស់របស់ខ្ញុំនិងអ្វីដែលធ្វើបែបកាសែតរស្មីកម្ពុជាប៉ុន្តែយើងក៏ធ្វើការសិក្សាស្រាវជ្រាវមានការរៀនសូត្រតាមរយៈកិច្ចសហការគ្នាជាមួយនឹងអ្នកកាសែតបរទេសផ្សេងទៀតអញ្ចឹងយើងក៏ជំនះបានកិច្ចការទាំងអស់នេះក្នុងមុខនេតិជានិពន្ធនាយកលោកប៉ែនសមិទ្ធិបានធ្វើឲ្យរស្មីកម្ពុជាត្រូវបានគេស្គាល់ពាសពេញផ្ទៃប្រទេសអស់រយៈកាល2ទសវត្សរ៍កន្លងទៅនេះហើយប្រមាណជាមួយឆ្នាំចុងក្រោយនេះលោកប៉ែនសមិទ្ធិដែលជាប្រធានក្លឹបអ្នកកាសែតកម្ពុជាផងនោះក៏បានបង្កើតគេហទំព័រជាភាសាខ្មែរមួយដែលមានឈ្មោះថា cen.com.kh ដែលជាភាសាបារាំងថា cen.com.khតែទោះជាយ៉ាងនេះក្តីមហិច្ឆតាក្នុងការផ្ដល់ដំណឹងរបស់លោកដល់សាធារណជននៅមិនទាន់ដល់ទីបញ្ចប់នៅឡើយដោយលោកគ្រោងនឹងចេញផ្សាយឆាប់ខាងមុខនេះនៅគេហទំព័រជាភាសាអង់គ្លេសមួយទៀតដើម្បីឲ្យមានសំឡេងខ្មែរនៅក្នុងពិភពដំណឹងបរទេសCN ហ្នឹងពាក្យពេញរបស់វាគឺ Cambodia Express News អញ្ចឹង website នេះក៏ទទួលបានការពេញនិយមមួយនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំគិតថាវាជាជោគជ័យមួយព្រោះសម័យកាលនេះគឺថាព័ត៌មានតាមអនឡាញកំពុងតែមានសន្ទុះហើយខ្ញុំក៏នឹងដំណើរការក្នុងពេលឆាប់នេះនៅ website មួយទៀតដែលជាភាសាអង់គ្លេសដែលខ្ញុំដាក់ឈ្មោះថា The Cambodia Time បើទោះណាជាការងារមួយចំនួនដែលលោកចាំបាច់ត្រូវបន្តធ្វើដូចជាការអភិវឌ្ឍកាសែតរស្មីកម្ពុជាគេហទំព័រ CEN និងក្លឹបអ្នកកាសែតជាដើមនោះឲ្យមានលក្ខណៈអាចទទួលយកបានសម្រាប់ខ្លួនឯងផងនិងសម្រាប់អ្នកដទៃផងលោកប៉ែនសមិទ្ធិក៏បានបង្ហាញនៅមោទនភាពផ្ទាល់ខ្លួនផងដែរដោយបច្ចុប្បន្នភាពរបស់លោកមានតួនាទីជាអ្នកគ្រប់គ្រងសារព័ត៌មានជាច្រើនស្ថាប័នផ្ទុយស្រឡះពីអតីតកាលជាអ្នករៀបចំចែកចាយកាសែតក្នុងនាមជាកូនកំព្រាមួយរូបនៅសេសសល់ពីរបបកាប់សម្លាប់លោកប៉ែនសមិទ្ធិតើអ្វីទៅដែលជំរុញឲ្យលោកមានការវិវត្តនិងមានការផ្លាស់ប្ដូរដ៏ធំធេងនៅក្នុងឆាកជីវិតនោះបាទ
រឿងមួយដែលអាចធ្វើឲ្យខ្ញុំសម្រេចបាននៅអ្វីដូចដែលខ្ញុំធ្វើនេះគឺតំណងជាដោយសារខ្ញុំជ្រើសរើសការងារមួយដែលខ្ញុំស្រឡាញ់វាជាហេតុផលដែលនាំឲ្យយើងសម្រេចជោគជ័យមានពេលខ្លះខ្ញុំធុញទ្រាន់នឹងការសរសេរហើយខ្ញុំចង់ឲ្យមានការសម្រាកប៉ុន្តែបើសិនណាជាគេឲ្យខ្ញុំសម្រាក10ថ្ងៃប្រហែលជានៅថ្ងៃទី2នៃការសម្រាករបស់ខ្ញុំទៅសេនដែរហេតុផលសំខាន់មួយទៀតគឺការធ្វើការដោយក្រុមព្រោះថាសារព័ត៌មានជាកិច្ចការមួយដែលយើងមិនអាចសម្រេចជោគជ័យដោយយើងមិនមានក្រុមมันមានអេគីបមួយដែលល្អដូចជាក្រុមបាល់ទាត់អញ្ចឹងហើយរឿងនេះជារឿងសំខាន់ណាស់ដែលវាតាក់ទងទៅនឹងជោគជ័យឬបរាជ័យនៃអង្គការព័ត៌មានមួយហើយទន្ទឹមនឹងនោះក្រុមគ្រួសារបើគេមិនគ្រប់គ្រងយើងក៏ពិបាកដែរណាព្រោះថាធ្វើអាជីពនេះពេលដែលសង្គមទាំងមូលគេសម្រាកគឺយើងរវល់ដើម្បីជាស្ពានក្នុងការឈានទៅរកភាពជោគជ័យដូចជារូបលោកតើលោកមានពាក្យពេចន៍អ្វីផ្ដាំផ្ញើទៅដល់យុវជនជំនាន់ក្រោយដែរឬទេបាទសូមឲ្យទាំងអស់គ្នាជ្រើសរើសកិច្ចការមួយដែលខ្លួនឯងស្រឡាញ់សំខាន់មួយទៀតគឺត្រូវចេះសម្របខ្លួនហើយក្តាប់ឱកាសដើម្បីនឹងសម្រេចជោគជ័យហើយត្រូវស្វះស្វែងខ្ញុំមានកណាបមួយគឺថាបោះសម្ដេចសង្ឃរាជជួនណាតលោកមានបន្ទូលថាសត្វមរឹកមានមែននៅក្នុងព្រៃតែសត្វរាជសីដេកស្រមុកតើមរឹកណានឹងបោលសម្រុកបញ្ចុកក្នុងមាត់ឲ្យខ្លួនឆៃជាថ្មីម្ដងទៀតខ្ញុំសូមអរគុណដល់លោកប៉ែនសមិទ្ធិដែលបានផ្ដល់បទសម្ភាសន៍ទៅដល់វិទ្យុបារាំងអន្តរជាតិ AFE តាមរយៈកម្មវិធីជីវិតជោគជ័យសូមរំលឹកអស់លោកអ្នកស្ដាប់វិទ្យុ AFE ថាលោកប៉ែនសមិទ្ធិគឺជានិពន្ធនាយកកាសែតរស្មីកម្ពុជានិងជាអគ្គនាយកគេហទំព័រ cen.com.kh សូមអរគុណបាទជំរាបសួរលោកហ៊ូតពុំបាទជំរាបសួរលោកជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាបើយើងត្រឡប់ទៅមើលខ្សែជីវិតរបស់លោកកាលពីកុមារភាពជាខ្សែជីវិតមួយដ៏អភ័ព្វត្រង់ថាចាប់កំណើតបានតែប៉ុន្មានខែក្នុងឆ្នាំ1976ឪពុករបស់លោកក៏ត្រូវពួកខ្មែរក្រហមសម្លាប់ប៉ុន្តែសម្រាប់លោកផ្ទាល់លោកការគ្រានោះមិនដឹងថារសជាតិនៃរបបកម្ពុជាប្រជាធិបតេយ្យយ៉ាងណានោះទេបាទអត់ចាំបើតូចពេកក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979តើមានមូលហេតុអ្វីបានជាលោកត្រូវម្ដាយយកទៅឲ្យរស់នៅជាមួយជីដូនជីតាមួយរយៈនោះក្នុងបាយពីខ្មែរក្រហមមានប្រពន្ធ4នាក់ចំ4នាក់ដូចនិយាយថាគាត់ពិបាកមើលដែរម្នាក់ឯងអញ្ចឹងគាត់យកកូន2នាក់នៅជាមួយគាត់កូន2នាក់ទៀតនៅជាមួយចរុនចតាខ្ញុំអញ្ចឹងខ្ញុំនេះជាកូនដែលត្រូវនៅមួយចរុនចតាហ្នឹងពេលបាយចិន9មកពេលបានយ៉ាងធំតិចហើយបានមកជួបជុំនៅជាមួយម្ដាយលោកបានចូលរៀននៅថ្នាក់ទី1ក្នុងឆ្នាំ1984លោកបានរៀននៅស្រុកកំណើតរហូតដល់បញ្ចប់មធ្យមសិក្សាអ្វីដែលគួរឲ្យកត់សម្គាល់គឺតាំងពីកុមារភាពមកម្លេះលោករៀនពូកែណាស់ភាគច្រើនដូចយើងចាប់បានដូចរៀនទៅដូចគ្រូប្រាប់ម្ដងពីរដងអីចាប់បានណាយើងរៀននៅសាលាយើងមានកាលភាគយើងមួយពេលមកដល់ផ្ទះមកយើងរៀនពេលព្រឹកនឹងកាលភាគសាលាយើងមកផ្ទះត្រូវធ្វើកាលភាគពេលថ្ងៃសម្រាប់ខ្លួនយើងហើយនឹងកាលភាគពេលយប់ទៀតពេលខ្ញុំរៀនខ្ញុំកុំមកមានពេលដើរលេងហើយមួយទៀតខ្ញុំកម្រនឹងរៀនងប់ចង់និយាយថាខ្ញុំអត់ដែររៀនឲ្យមួយនៅនឹងមិនចេញអីចឹងតែខ្ញុំរៀនទៅរបស់នឹងវាអត់កើតខ្ញុំទុកចោលខ្ញុំទៅធ្វើអីផ្សេងហើយក៏មកខ្ញុំវិលត្រឡប់មកធ្វើនឹងវិញពេលអាការបត់ពិសោធន៍ចឹងទី1យើងអត់ចេះងារឈឺក្បាលដូចដែរទី2យើងត្រឡប់វិញភាគច្រើនធ្វើកើតវិញនៅក្នុងឆ្នាំ1993លោកក៏បានធ្វើដំណើរមករៀនបន្តនៅក្នុងទីក្រុងភ្នំពេញជាកូនកសិករមកពីជនបទការរស់នៅទីក្រុងភ្នំពេញមិនមែនជាការងាយស្រួលនោះទេសម្រាប់រូបលោកអ្វីទៅជារសជាតិកូនអ្នកស្រែមករៀននៅភ្នំពេញនោះបាក់ច្រើនម្ដាយខ្ញុំមិនមែនជាអ្នកទូធាទេអញ្ចឹងហើយម្ដាយខ្ញុំក៏សំចៃលុយដើម្បីខ្ញុំមករៀននៅភ្នំពេញហើយពេលខ្ញុំរៀនខ្ញុំជាមានកំណត់មួយថាអាណិតគាត់បាទហើយមកបងប្អូនខ្ញុំគាត់ឲ្យខ្ញុំទៅរៀនទេក្រៅពីហ្នឹងបងស្រីអត់បានរៀនដោយសារតែយើងខ្វះខាតអីចឹងបាទដល់ពេលអញ្ចឹងខ្ញុំមកខ្ញុំប្រឹងភាសាបារាំងហើយខ្ញុំប្រឹងភាសាអង់គ្លេសខ្ញុំរៀនខ្លួនឯងផងខ្ញុំរៀនគេផងជាពិសេសខ្ញុំរៀនកូនក្មេងតូចៗដើម្បីយកលុយខ្លះៗហ្នឹងបានកាលនោះខ្ញុំចាំបាន4000 5000ហ្នឹងរៀនហ្នឹងហើយក៏មកខ្ញុំទៅរៀននៅតាមសាលាដែលយើងនៅសាលាវិទ្យាល័យស៊ីសវត្តហ្នឹងយើងជួលបន្ទប់គេមួយរៀនពេលល្ងាចដូចម៉ោង5កន្លះ6កន្លះ7កន្លះអញ្ចឹងណាចុះការស្នាក់នៅយ៉ាងម៉េចដែរខ្ញុំស្នាក់នៅជាមួយបងប្អូននៅក្បែរសាលាស៊ីសវត្តក្រោយមកទៀតខ្ញុំទៅនៅវត្តវិញទៅវត្តហ្នឹងនៅវត្តពី3កន្លែងខ្ញុំវត្តនៅវត្តបទុមបតីក៏មកខ្ញុំទៅនៅវត្តស្វាយពែអញ្ចឹងយ៉ាងម៉េចទៅរសជាតិជាក្មេងវត្តនោះរសជាតិនៅវត្តតាមពិតយើង
ក៏មកទៅគេញមែនតើមួយទៀតចង់មែនតើចង់និយាយស្មោះផងចង់ភ្លក់រសជាតិជីវិតខ្លួនឯងថាតើបើយើងនៅម្នាក់ឯងយើងគ្រប់គ្រងខ្លួនឯងតាំងពីពេលវេលាតាំងពីលុយកាក់ខ្លួនយើងលឿនតែយើងអាចរស់បានអត់បានថាយើងវាខ្វះខាតហើយអញ្ចឹងខ្ញុំមកទៅគេពេលយប់ពេលភាគច្រើនក្នុងពេលព្រលឹមឡើងខ្ញុំចេញទៅយើងបើថារៀននៅសាលាយើងចូលបណ្ណាល័យអញ្ចឹងជំនាន់ហ្នឹងបណ្ណាល័យខ្ញុំស្គាល់ទាំងអស់បណ្ណាល័យជាតិបណ្ណាល័យនៅសាកលវិទ្យាល័យភ្នំពេញបណ្ណាល័យអាឡយ៉ង់ក្នុងភាគច្រើនទៅបណ្ណាល័យអាឡយ៉ង់ហើយនៅបណ្ណាល័យនៅសាលារូលមានន័យថាពេលលោករៀននៅភ្នំពេញលោកមិនពឹងថវិកាពីម្ដាយទៀតទេខ្ញុំពឹងឆ្នាំទី1ឬឆ្នាំទី2ឆ្នាំទី2បាទពឹងពាក់គាត់ដើម្បីគាត់ជួយព្រោះគាត់ហ្នឹងយើងមកភ្នំពេញយើងមិនទាន់ស្គាល់អីស្រួលបួលក្រោយមកយើងអាចស្គាល់យើងអាចគិតថាយើងអាចមានភាពជ្រែកចូលក្នុងទីក្រុងភ្នំពេញបានបាទហើយយើងអាចរកចំណូលបានចឹងខ្ញុំច្រើនតែរៀនជាភាសាអង់គ្លេសហ្នឹងឯងខ្ញុំឮថានៅពេលនេះលោកបានក្លាយជាបុគ្គលគំរូមួយនៅក្នុងគ្រួសារឪពុកមាម្ដាយមីងរបស់លោកបានយកលោកធ្វើជាគំរូក្នុងការទូន្មានកូនចៅរបស់ពួកគាត់បាទជាទូទៅអញ្ចឹងខ្ញុំមានច្រើនតែចំនួនមួយខំរៀនបានឥឡូវគាត់បានបញ្ញាបត្រគាត់បានអនុបណ្ឌិតជួនកាលគាត់បន្តអីចឹងណាគឺដោយសារយើងឯងមែនទែនហើយចឹងយើងអត់បានដឹងថាដោយសារយើងគាត់មកជួបយើងគាត់និយាយប្រាប់យើងថាដោយសារយើងហ្នឹងគាត់ខំចឹងបើយើងនិយាយស្មោះត្រង់ក្នុងនាមជាអ្នករៀនសូត្រយើងទទួលបានកិត្តិយសហ្នឹងកិត្តិយសយើងវាបានតាំងពីយើងតូចរហូតដល់យើងធំជាពិសេសដូចថាយើងនៅក្នុងភូមិនៅស្រុកយើងគេដឹងយើងរៀនបកាយទៅដល់ណាគេប្រាប់នោះបកាយរៀនអីចឹងឯងថាអញ្ចឹងហើយឪពុកម្ដាយគាត់សប្បាយចិត្តអីចឹងណាបានគេទៅសើកូនបានអីចឹងហើយយើងសប្បាយចិត្តដែរការខិតខំតស៊ូរៀនសូត្ររបស់លោកបានឲ្យផលជាបណ្ដានៅឆ្នាំ1998ជាឆ្នាំដែលលោកទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសបារាំងលោករៀននៅបារាំងរហូតទទួលបានសញ្ញាបត្របណ្ឌិតវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ2008ទោះបីជារៀនជាមួយនឹងជនបរទេសរៀនជាភាសាគេតែលោកនៅតែរក្សាឈ្មោះថាជាសិស្សពូកែដដែលខ្ញុំគិតទៅមើលថាមិនក្រោមគាត់ពេកហើយមិនឈ្នះគាត់ទាំងស្រុងពេកទេដូចថាក្នុងជំនាន់ដែលខ្ញុំរៀនពេលឆ្នាំទី1យើងជាប់នោះគឺពិបាកជាប់យើងជាប់អាចថាក្រោមគេចុះវាពិបាកជាប់មែនទេឆ្នាំដំបូងប៉ុន្តែចាប់ដើមឆ្នាំទី2បន្ទុកយើងប្រហែលជាក្រោមបារាំងប្រហែលជា4-10នាក់អីចឹងឯងជាជីវិតកូនកំព្រាគ្មានឪពុកមានតែម្ដាយហើយម្ដាយនៅឆ្ងាយពីខ្លួនទៀតតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យលោកមើលឃើញពីសារៈសំខាន់នៃការសិក្សាហើយខំតស៊ូរៀនសូត្របែបនេះនោះវាអាចមិនអញ្ចឹងដោយសារតែខ្ញុំមានឪពុកខ្ញុំអ្នករៀនសូត្រដែរបាទហើយគាត់ចូលធ្វើរាជការតាំងពីសម័យសង្គមរាស្ត្រយមសម័យលន់នល់អីចឹងមកប៉ុន្តែក្រោយមកម្ដាយខ្ញុំពេលគាត់ធ្វើការគាត់ជាជាងកាត់ដេរម្ដាយគាត់ជាងកាត់ដេរគាត់តែងតែប្រាប់ថាអត់ចង់ឲ្យកូនធ្វើកិច្ចការណាដែលប្រើកម្លាំងបាយគាត់ថាប្រើកម្លាំងបាយគាត់ហត់ណាគាត់គាត់ដេរដាច់នេះគាត់ហត់ណាគាត់ថាបើសិនខ្ញុំប្រើគ្រូក្បាលក៏បានលុយច្រើនហើយគាត់ជាប្រាប់យើងចឹងហើយគាត់ថាធ្វើម៉េចចង់ឲ្យក្នុងមកបងប្អូននឹងមានអីទៅរៀនបានរៀនសូត្របានត្រូវជាហែងគេដោយឪពុកអីចឹងគាត់ចេះថាចឹងហើយណាមួយខ្ញុំដូចមានឧបនិស្ស័យនឹងការរៀនសូត្រខ្ញុំចូលចិត្តស្ដាប់គេនិយាយអីចឹងចូលស្ដាប់ល្ខោនស្ដាប់រឿងនិយាយតាមវិទ្យុតាមអីឲ្យស្ដាប់ខ្ញុំពីច្រើនខ្ញុំចាំពាក្យណាគេនិយាយល្អពាក្យអីឲ្យចូលចិត្តមើលសភៅរៀនអានឹងវាអាចថានិយាយនៅយើងធ្វើអីយើងជក់នៅហ្នឹងដោយការយើងអានច្រើនយើងរៀនច្រើនវាជក់នឹងរៀនហ្នឹងហើយជួននោះចេះចង់ដឹងទៀតណាលោកហួតពុំលោកបានសិក្សានៅក្នុងស្រុកផងនៅក្រៅស្រុកផងឆ្លងកាត់បទពិសោធន៍ជាអ្នករៀនបែបនេះតើលោកគិតថាវិស័យអប់រំនៅកម្ពុជាមានចំណុចអ្វីខ្លះដែលគួរតែផ្លាស់ប្ដូរទេបាទអរគុណច្រើនមែនទែនហើយសំណួរនេះសំខាន់ហើយជាអ្វីមួយដែលខ្ញុំសម័យថាយើងគួរតែកែខ្ញុំថារឿងសំខាន់ទី1ប្រឡងតឹងហ្មងប្រឡងតឹងហ្នឹងគឺអត់ឲ្យងាកឆ្វេងងាកស្ដាំងាកម្ដង2ដងដេញចេញមកបាទហើយការងារត្រូវមានគេដាក់ការងារឲ្យគាត់ស្រាវជ្រាវអីហើយការងារត្រូវតែដាក់ត្រឡប់ឲ្យគ្រូវិញជូនមកគ្រូវិញហើយគ្រូត្រូវម៉ាត់ចិត្តនឹងហ្នឹងអានេះយើងមុនយើងចាំបាច់ត្រូវធ្វើហើយអាហ្នឹងអត់អស់លុយទេក្នុងការធ្វើហើយអត់ពិបាកធ្វើទេឲ្យតែយើងមានឆន្ទៈធ្វើហើយបានក្រោយមកទៀតបន្ទាប់ពីយើងធ្វើចឹងមកយើងតឹងតែងហើយចាប់ផ្ដើមគិតគូររឿងផ្លាស់ប្ដូរមុខវិជ្ជាមួយចំនួនតើមុខវិជ្ជាយើងរៀននោះវាឆ្លើយតបទៅនឹងបច្ចុប្បន្នហៅថាបរិកាបច្ចុប្បន្នដែរអត់ដើម្បីឲ្យអ្នកដែលរៀនហើយគាត់ចេញមកគាត់អាចយល់រឿងហ្នឹងគាត់ដឹងហើយមកធ្វើការបានក្រោយពីបានចេញទៅសិក្សានៅបរទេសលោកត្រូវបានតែងតាំងឲ្យចូលបម្រើការងារនៅក្នុងក្រសួងអប់រំនៅក្នុងឆ្នាំ2005ក្រោយមកលោកបានផ្ទេរមកបម្រើការងារនៅក្នុងក្រសួងសេដ្ឋកិច្ចវិញហើយចុងក្រោយនេះលោកបានតែងតាំងជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាជាការងារមួយដែលចំជំនាញរបស់លោកតែម្ដងការងារត្រូវជំនាញមែនទែនសូម្បីតែខ្ញុំរៀននៅថ្នាក់បញ្ញាបត្រជាន់ខ្ពស់នៅស្រុកបារាំងហ្នឹងខ្ញុំបានទៅសេគេហៅថាទៅសេនេះខែបត់ដែរយើងហៅដូចសារណាឬក៏នេះខែបត់អញ្ចឹងថ្នាក់ដើម្បីយើងយកជំនាញហ្នឹងគឺទៅសេតាក់ទងរឿងផ្សារពាក្យហ៊ុនហ្នឹងឯង
តាក់ទងជាមួយនឹងវិស័យមូលបត្រអញ្ចឹងមានថាយើងភ្ជាប់ទៅការរៀនសូត្រយើងទៅវិស័យមូលបត្រហើយពេលយើងមានឱកាសថារដ្ឋាភិបាលបង្កើតវិស័យមូលបត្រមកយើងសប្បាយចិត្តមកថាយើងអាចនឹងប្រើប្រាស់ចំណេះដឹងយើងបានច្រើនក្នុងហ្នឹងហើយយើងអាចនឹងទទួលបានចំណេះដឹងថ្មីបន្ថែមពីការអនុវត្តជាក់ស្ដែងអីឃើញថាជាខ្សែជីវិតមួយដែលប្រកបដោយការតស៊ូគ្មានអ្នកជួយជំរុញឲ្យរៀនសូត្រនោះទេហើយការរៀនសូត្រទៀតសោតក៏មិនបាច់ធ្វើឲ្យម្ដាយលំបាកចិត្តដោយសារតែមាននិស្ស័យពីធម្មជាតិស្រឡាញ់លើការសិក្សាលោកបានពុះពៀគ្រប់ឧបសគ្គដើម្បីយកចំណេះដាក់ខ្លួននៅពេលនេះតើលោកមានបទពិសោធន៍អ្វីចង់ចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀតនោះទេអរគុណហើយអ្វីដែលខ្ញុំចង់និយាយនេះគឺថាត្រូវយល់ថាពេលវេលាសំខាន់ពេលវេលាអត់ត្រឡប់ថយក្រោយឡើយអាហ្នឹងគឺសំខាន់ហើយបើសិនយើងធ្វើអីធ្វើឲ្យច្បាស់បើថាដាក់ចិត្តអ្នករៀនហ្មងបាទរៀនថាឲ្យតែមានមុខជារៀនអស់អាមុខជានោះឲ្យទៅថែមទៅសើជ្រាវអីមករៀនបន្ថែមទៀតហ្មងឲ្យចូលរៀននេះថាចេះច្បាស់ហ្មងតាំងជំនាញឲ្យភាសាឲ្យដឹងថាហ្នឹងវាមិនយើងមិនអាចដូចម្ចាស់ដើមវាមិនថានិយាយភាសាបរទេសទេមិនអាចដូចម្ចាស់ដើមប៉ុន្តែจะដឹងថាកលិកលៈមិនក៏ដឹងអាចំណុចសំខាន់បំផុតឬចំណុចអតិបរមាយើងអាចប្រើប្រាស់បានធ្វើការងារក៏ដូចគ្នាដែរធ្វើការងារយើងដាក់ទាំងចិត្តទាំងថ្លើមហើយយើងដាក់ទាំងអារម្មណ៍យើងថាយើងស្រឡាញ់ការងារហ្នឹងហើយយើងធ្វើអស់ពីចិត្តពីថ្លើមយើងបាទហើយអស់ពីចិត្តថ្លើមទី1យើងនិយាយថាលទ្ធផលយើងបានល្អថ្នាក់ដឹកនាំពីលើយើងបាទថាយើងថាមេកោយើងគាត់សប្បាយចិត្តនឹងឃើញលទ្ធផលរបស់យើងហើយបន្ទាប់មកទៀតខ្លួនយើងយើងសប្បាយចិត្តថាយើងបានស្គាល់ការងារច្បាស់ហើយបើយើងកាន់ការងារហ្នឹងសូម្បីអ្នកផ្សេងគេចង់និយាយអីមួយទៅខុសយើងអាចដឹងភ្លាមថាគេនិយាយហ្នឹងខុសព្រោះយើងបានកាន់ការងារផ្ទាល់យើងបានកាន់ការងារផ្ទាល់ហើយយ៉ាងច្បាស់លាស់ទៀតជាសំណួរចុងក្រោយដូចដែលយើងដឹងហើយទីផ្សារមូលបត្រកម្ពុជាដែលគ្រោងនឹងដំណើរការនៅចុងឆ្នាំ2011នេះជាជំហានថ្មីមួយទៀតនៃការរីកចម្រើនប្រព័ន្ធសេដ្ឋកិច្ចកម្ពុជាខ្ញុំចង់ដឹងថារហូតមកដល់ពេលនេះដំណើរឆ្ពោះទៅបើកទីផ្សារមូលបត្រនឹងដល់ចំណុចណាហើយបច្ចុប្បន្នដែលយើងនៅរងចាំមួយគឺនៅសល់តែមួយគត់បើយើងនិយាយក្នុងផ្សារហ៊ុនវិញក្នុងវិស័យមូលបត្រគឺយើងអាចថានិយាយពីតួអង្គសំខាន់មាន4គឺទី1គឺត្រូវមានអ្នកវិនិយោគវិនិយោគិនគឺ investor ទី2យើងត្រូវមានខាងអន្តរការីគឺតំណាងដោយក្រុមហ៊ុនមូលបត្រទាំងឡាយតែគាត់បំពេញការងារធ្វើជាក្រុមហ៊ុនធានាទិញមូលបត្រធ្វើជាក្រុមហ៊ុនហៅថាពាណិជ្ជករមូលបត្រធ្វើជាក្រុមហ៊ុនឈ្មោះជើងសារមូលបត្រហើយនឹងអ្នកផ្ដល់វិស័យបលអន្តរការីមូលបត្រត្រូវបានផ្ដល់អាជ្ញាប័ណ្ណហើយពួកគាត់កំពុងតែរៀបចំខ្លួនពួកគាត់កំពុងតែបម្រើការងាររៀបបានថាត្រៀមខ្លួនដើម្បីចូលអានោះមួយហើយតាក់ទងជាមួយមួយទៀតគឺតាក់ទងជាមួយនឹងហៅថាហេដ្ឋារចនាសម្ព័ន្ធ infrastructure នេះគឺតាក់ទងគ្រប់ខាងច្បាប់ហើយនឹងខាងប្រព័ន្ធ technology ប្រព័ន្ធបច្ចេកវិទ្យាជាពិសេសតាក់ទងជាមួយនឹង trading rule សំដៅតាក់ទងជាមួយនឹង trading system ប្រព័ន្ធជួញដូរតាក់ទងឲ្យដែលយើងត្រូវប្រើបច្ចេកវិទ្យាហ្នឹងអាហ្នឹងកំពុងត្រូវបានគេអភិវឌ្ឍឲ្យស្ទើរតែចប់ទាំងស្រុងហើយអ្វីដែលនៅខ្វះមួយគឺតាក់ទងជាមួយនឹងមួយទៀតគឺ issuer ក្រុមហ៊ុនបោះផ្សាយលុយបានអញ្ចឹងយើងកំពុងរងចាំថាតើយើងនឹងជួញដូរថ្ងៃណាគឺរងចាំក្រុមហ៊ុននោះគាត់ត្រៀមខ្លួនឲ្យស្រេចផ្ដល់ការអនុញ្ញាតពីគណៈកម្មការប័ណ្ណឲ្យគាត់ធ្វើជាក្រុមបោះលក់ខ្ញុំសូមអរគុណលោកហួតពុំដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះតាមរយៈកម្មវិធីជីវិតជោគជ័យខ្ញុំសូមរំលឹកថាលោកហួតពុំជាអគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាជំរាបសួរលោកច័ន្ទសុផលបាទសូមជំរាបសួរអរគុណដែលបានអនុញ្ញាតឲ្យវិទ្យុបារាំងអន្តរជាតិបានជួបសម្ភាសនៅពេលនេះតាមរយៈកម្មវិធីជីវិតជោគជ័យក្នុងទូនីតិជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យប្រជាពលរដ្ឋមួយចំនួនបានស្គាល់លោកច័ន្ទសុផលរួចហើយតែនៅមិនទាន់ស្គាល់ទេពីខ្សែជីវិតរបស់លោកច័ន្ទសុផលមានដើមកំណើតនៅក្នុងទីក្រុងភ្នំពេញជីវភាពគ្រួសាររបស់លោកមុនសម័យខ្មែរក្រហមជាគ្រួសារមួយដែលមានជីវភាពធូរធារគួរសមបាទដោយសារម្ដាយខ្ញុំជាគ្រូបង្រៀនហើយកាលនោះយើងដឹងថាគ្រូបង្រៀនប្រាក់បៀវត្សខ្ពស់អាចចិញ្ចឹមបានមួយគ្រួសារឪពុករបស់ខ្ញុំធ្វើការនៅក្នុងរាជការដែរលោកកើតនៅក្នុងឆ្នាំ1972មានន័យថាមុនសម័យខ្មែរក្រហម3ឆ្នាំក្នុងវ័យ 4-5 ឆ្នាំនៅក្នុងសម័យខ្មែរក្រហមនោះលោកបានចងចាំអ្វីខ្លះទេបាទពេលខ្មែរក្រហមចូលមកភ្នំពេញចន្លះប្រជាពលរដ្ឋយើងចេញពីភ្នំពេញនោះគ្រួសារខ្ញុំត្រូវបានចន្លះទៅខេត្តព្រៃវែងជាកសលល្អណាស់នៅតំបន់ដែលខ្ញុំរស់នៅនោះមិនមានភាពប្រឈមនឹងកង្វះខាតម្ហូបអាហារខ្លាំងក្លាទេប៉ុន្តែគ្រាន់តែមានបញ្ហាដែលការកាប់សម្លាប់ច្រើនពេលនោះឪពុកខ្ញុំត្រូវបានគេយកទៅសម្លាប់ដែរគួរឲ្យអានិច្ចាជីវិតដែលធ្លាប់តែមានឪពុកតែក្រោយពីរបបប៉ុលពតបងប្អូនទាំង4នាក់របស់លោករស់នៅក្រោមការបីបាច់ថែទាំពីសំណាក់អ្នកម្ដាយតែម្នាក់ប៉ុណ្ណោះក្រោយឆ្នាំ1979ម្ដាយរបស់លោកមិនហ៊ាននាំកូនត្រឡប់មករស់នៅទីក្រុងភ្នំពេញវិញនោះទេដោយសារម្ដាយខ្ញុំមានបញ្ហាពិបាកមើលថែទាំកូនតូចគាត់ក៏នៅជាក្រុងគឺនៅភូមិព្រែកលៀបភូមិគិនឃ្លាំង
សង្កាត់ប្រក់លៀបជាមួយនឹងបងប្អូនរបស់គាត់ដើម្បីមានជាទីពំនឹងហើយអញ្ចឹងពួកខ្ញុំក៏រស់នៅទីនោះហើយម្ដាយខ្ញុំចូលធ្វើគ្រូបង្រៀនវិញគាត់ខិតខំបង្រៀនហើយបានប្រតិបត្តិមួយចំនួនដែលมันអាចគ្រប់គ្រាន់សម្រាប់គ្រួសារយើងត្រូវប្រកបការងារផ្សេងជាពិសេសគឺការធ្វើបន្លែដើម្បីបានគ្រប់ជីវភាពក្នុងឆ្នាំ1980លោកបានចូលរៀនថ្នាក់ទី1ក្នុងអាយុជិត10ឆ្នាំមកដល់ឆ្នាំ1989លោកក៏បានបញ្ចប់មធ្យមសិក្សាបន្ទាប់មកលោកបានចូលរៀននៅសាលាកសិកម្មព្រែកលៀបខ្ញុំបានសិក្សាពីកសិកម្មទូទៅផងបូកនឹងបច្ចេកវិទ្យាការសាងសង់ប្រព័ន្ធទ្រាសាស្ត្រគឺប្រព័ន្ធបន្លាយប្រព័ន្ធទ្វារទឹកខ្ញុំរៀនចប់នៅឆ្នាំ1991មួយឆ្នាំបន្ទាប់គឺនៅឆ្នាំ1992លោកក៏បានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងសាលារៀននេះតែម្ដងបាទដែលតួនាទីខ្ញុំនៅទីនោះជាគ្រូបង្រៀនភាសាអង់គ្លេសផងជាអ្នកសម្របសម្រួលគ្រូអង់គ្លេស3នាក់ទៀតហើយជាអ្នកជួយទំនាក់ទំនងឲ្យសាលាជាមួយនឹងមជ្ឈដ្ឋានបរទេសខាងក្រៅគឺមានអង្គការមានម្ចាស់ជំនួយផ្សេងដែលគេចូលទៅជួយនៅសាលានោះមកដល់ឆ្នាំ1996លោកចាប់ផ្ដើមចូលបម្រើការងារនៅក្នុងវិទ្យាស្ថានស្រាវជ្រាវបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍកម្ពុជាហៅកាត់ថា CDRI ហើយសារខ្ញុំបានរៀនមុខវិជ្ជាសេដ្ឋកិច្ចមួយចំនួនតាមរយៈសាលាមួយពីប្រទេសអូស្ត្រាលីគឺរៀនគេហៅថារៀន correspondence study គឺគេផ្ញើសភៅផ្ញើឯកសារមកហើយយើងរៀនដោយខ្លួនឯងអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមដូរមុខវិជ្ជាពីខាងកសិកម្មទៅជាខាងសេដ្ឋកិច្ចហើយខ្ញុំចាប់អារម្មណ៍រឿងសេដ្ឋកិច្ចដោយយល់ថាមុខវិជ្ជាសេដ្ឋកិច្ចនេះអាចធ្វើឲ្យយើងយល់បានពីសេដ្ឋកិច្ចជាតិទាំងមូលហើយធ្វើឲ្យយើងយល់ពីបញ្ហាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានការអភិវឌ្ឍឆាប់រហ័សអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមយកមុខវិជ្ជាសេដ្ឋកិច្ចផងនិងធ្វើការងារស្រាវជ្រាវតាក់ទងនឹងសេដ្ឋកិច្ចជីវភាពប្រជាពលរដ្ឋតាមជនបទភាពក្រីក្រសិក្សាអំពីកសិកម្មការអភិវឌ្ឍកសិកម្មបញ្ហាដីធ្លីបញ្ហាសន្តិសុខស្បៀងបញ្ហាប្រជាពលរដ្ឋធ្វើចំណាកស្រុកគឺខ្ញុំបានធ្វើជាជំនួយការអ្នកស្រាវជ្រាវហើយក៏បានឡើងឋានៈជាអ្នកស្រាវជ្រាវក្រោយមកក៏ឡើងឋានៈជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅ CDI នេះចុងឆ្នាំ2004ដល់ឆ្នាំ2005លោកក៏បដូរការងារលោកមកធ្វើការជាមួយអង្គការស្បៀងអាហារពិភពលោកហើយនៅឆ្នាំ2005ដល់ឆ្នាំ2006លោកបានធ្វើការឲ្យធនាគារពិភពលោកវិញម្ដងឆ្នាំ2009ដល់2010ខ្ញុំធ្វើការនៅក្រុមហ៊ុនវិនិយោគមួយដែលឈ្មោះ Leopard Capital ហើយក្នុងនោះខ្ញុំធ្វើជាអ្នកគ្រប់គ្រងផ្នែកខាងវិនិយោគកសិកម្មបាទវិស័យកសិកម្មហើយដល់ឆ្នាំ2011នេះគឺខ្ញុំបានចាប់ផ្ដើមការងារថ្មីមួយជាមួយនឹងគម្រោងអភិវឌ្ឍរបស់ប្រទេសអាមេរិកដែលជាគម្រោងអភិវឌ្ឍជនបទនិងរក្សាស្ថិរភាពអេកូឡូស៊ីនេះជាការងារបច្ចុប្បន្នរបស់ខ្ញុំជាការងារគេហៅថា full time ជាការងារពេញម៉ោងរបស់ខ្ញុំឃើញថាលោកបានផ្លាស់ប្ដូរការងារជាច្រើនកន្លែងប៉ុន្តែទៅណាមិនឆ្ងាយពីជំនាញជាអ្នកស្រាវជ្រាវនោះទេហើយអ្វីដែលធ្វើឲ្យមហាជនស្គាល់លោកច័ន្ទសុផលតាមរយៈការងារស្ម័គ្រចិត្តរបស់លោកគឺក្នុងទូនីតិជាប្រធានសមាគមសេដ្ឋកិច្ចកម្ពុជាសមាគមសេដ្ឋកិច្ចកម្ពុជាដែលលោកនិងក្រុមការងាររបស់លោកមួយចំនួនទៀតរួមគ្នាបង្កើតក្នុងឆ្នាំ2003យើងជួបគ្នាមួយឆ្នាំម្ដងហើយយើងតែងតែវិភាគបញ្ហាអភិវឌ្ឍសេដ្ឋកិច្ចដើម្បីជូនជាមតិយោបល់ទៅដល់ការសម្រេចគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចជាតិលោកច័ន្ទសុផលមិនថាខ្ញុំមិនថាអ្នកសារព័ត៌មានផ្សេងទៀតទេនៅពេលសរសេរអត្ថបទដែលតាក់ទងនឹងបញ្ហាសេដ្ឋកិច្ចតែងតែរត់ទៅសួរទៅសុំយោបល់ពីលោកនៅពេលនេះខ្ញុំចង់សួរលោកថាមុននឹងលោកអាចផ្ដល់យោបល់ទៅឲ្យគេយកទៅផ្សាយបន្តការវិភាគរបស់លោកផ្អែកលើមូលដ្ឋានអ្វីខ្លះទៅបាទដើម្បីយើងអាចបំពេញទៅតាមគោលបំណងឬក៏ឆន្ទៈដែលយើងចង់ដឹងចង់ឮនិងចង់ជួយរួមចំណែកក្នុងការអភិវឌ្ឍជាតិនោះ
គឺតើតាយើងខិតខំធ្វើការងារបានច្រើនម៉ោងគឺលើសពី8ម៉ោងក្នុងមួយថ្ងៃហើយទាមទារឲ្យយើងយកចិត្តទុកដាក់ខ្លាំងនៅក្នុងការងារស្នូលរបស់យើងក៏ដោយក៏វាមានបញ្ហាសេដ្ឋកិច្ចបញ្ហាអភិវឌ្ឍបញ្ហាភាពក្រីក្រនៅក្នុងនោះជាច្រើនដែរហើយក្រៅពីនេះក៏យើងត្រូវស្វែងយល់ពីព័ត៌មានក្រៅពីការងារស្នូលរបស់យើងដូចជាតាមរយៈសារព័ត៌មានហើយតាមរយៈការចូលរួមក្នុងសិក្ខាសាលាការចូលរួមក្នុងការពិភាក្សាតបមូលផ្សេងហើយនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីឲ្យយើងកាន់តែមានមូលដ្ឋានទូលំទូលាយក្នុងការវិភាគអំពីដំណើរការអភិវឌ្ឍនៅក្នុងអាជីពការងាររបស់លោកបានធ្វើការងារផ្ដើមចេញពីគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ប៉ុណ្ណោះបន្ទាប់មកលោកក៏ក្លាយជាអ្នកជំនួយការឲ្យអ្នកស្រាវជ្រាវហើយក៏ក្លាយខ្លួនជាអ្នកស្រាវជ្រាវតែម្ដងជាមេដឹកនាំអ្នកស្រាវជ្រាវឃើញថាការងាររបស់លោករីកចម្រើនរហូតលោកអាចប្រាប់ពីគន្លឹះដែលនាំឲ្យលោកជោគជ័យបែបនេះបានទេការដែលខ្ញុំឈានឡើងជាលំដាប់នោះគឺខ្ញុំជឿថាបណ្ដាលមកពីកត្តាទី1គឺជាការខិតខំប្រឹងប្រែងរបស់ខ្ញុំដោយមិនគិតពីរឿងពេលវេលាជាធំទេគឺខ្ញុំច្រើនតែធ្វើការលើសម៉ោងធ្វើការនៅពេលល្ងាចនៅពេលយប់នៅពេលចុងសប្តាហ៍គឺខ្ញុំតែងតែធ្វើការច្រើនបាទធ្វើការដោយមានសន្តានចិត្តក្នុងការចង់ឲ្យការងាររបស់យើងคล้ายទៅជាផលប្រយោជន៍សម្រាប់ស្ថាប័នរបស់យើងផងនិងសម្រាប់សង្គមយើងផងលោកច័ន្ទសុផលឧបមាថាមានយុវជនម្នាក់ដែលគេចង់คล้ายខ្លួនជាអ្នកស្រាវជ្រាវដោយលោកដែរតើលោកមានពាក្យពេចន៍អ្វីណែនាំទៅយុវជនម្នាក់នោះខ្ញុំជឿទៅលើធម្មជាតិដែលបង្កើតមនុស្សមកឲ្យប្រកែនៅក្នុងបញ្ហាឬក៏ហៅថាប្រធានបទផ្សេងគ្នាអ្នកខ្លះកើតមកគឺគាត់ប្រកែខាងធ្វើជាងឡានអ្នកខ្លះប្រកែខាងធ្វើជាងខ្សែកអ្នកខ្លះប្រកែធ្វើជាអ្នកកសែតអ្នកខ្លះប្រកែជាអ្នកចម្រៀងជាអ្នកសិល្បៈជាដើមហើយអ្នកខ្លះកើតមកគឺអាចថាប្រកែជាអ្នកស្រាវជ្រាវបើសិនជាយើងកើតមកមានដូចជាចំណាប់អារម្មណ៍ខ្លាំងនៅក្នុងបញ្ហាជាច្រើនហើយចេះតែចង់ស្វែងយល់ឫសគល់នៃបញ្ហាគឺចេះតែចង់វិភាគហេតុអីបានជាបញ្ហានេះកើតឡើងហេតុអីបានវាទៅជាដូច្នោះហើយយើងវិភាគទៀតយើងដេញដល់ឫសគល់កាន់តែច្រើនពេលនោះយើងមានន័យថាប្រហែលជាយើងមានទេពកោសល្យធ្វើជាអ្នកស្រាវជ្រាវព្រោះជាអ្នកស្រាវជ្រាវគឺតើតែអ្នកដែលចង់តែស្វែងយល់រហូតជាសំណួរចុងក្រោយតើលោកច័ន្ទសុផលមានអ្វីផ្ដាំផ្ញើទៅយុវជនដែលស្វែងរកភាពជោគជ័យក្នុងការងារដោយលោកដែរនោះទី1គឺខ្ញុំយល់ថាបើយើងគួរតែចាប់យកជំនាញណាមួយឲ្យបានច្បាស់លាស់ហើយយើងចេះជំនាញនោះឲ្យបានច្បាស់លាស់គឺយើងមិនគួរគិតតែមុខមាត់អួតអាងទៅលើតែសញ្ញាបត្រនោះទេបាទជួនកាលអ្នកខ្លះគាត់រៀនពីសាកលវិទ្យាល័យមួយហើយទៅសាកលវិទ្យាល័យមួយទៀតបានសញ្ញាបត្រ 2 3ហើយឈានទៅ Master ទៀតឬក៏ឈានទៅដល់ PhD ទៀតតែការពិតទៅគឺមិនឃើញថាមានចេះអ្វីច្បាស់លាស់នោះអាចថាចេះនេះបន្តិចនោះបន្តិចមិនពិតប្រាកដត្រង់ណាមួយខ្ញុំជឿថាมันងាយបានជោគជ័យទេតែពេលយើងចង់យកទៅអនុវត្តការងារនោះគឺយកល្អយើងចេះជំនាញណាមួយឲ្យច្បាស់លាស់ហើយចេះពីដើមទីមកឲ្យបានច្បាស់លាស់ជាលំដាប់លំដោយក្រោយពីយើងចេះជំនាញណាមួយច្បាស់លាស់ហើយយើងគួរយល់ពីជំនាញផ្សេងទៀតក្នុងកម្រិតមួយជាមូលដ្ឋានមិនចាំបាច់ចេះដល់កម្រិតស៊ីជម្រៅច្រើនផ្នែកទេខ្ញុំសូមអរគុណលោកច័ន្ទសុផលជាថ្មីម្ដងទៀតដែលផ្ដល់ឱកាសឲ្យខ្ញុំបានជួបសម្ភាសនៅពេលនេះតាមរយៈកម្មវិធីជីវិតជោគជ័យខ្ញុំសូមរំលឹកថាលោកច័ន្ទសុផលជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់នៅកម្ពុជា